chiếng chê bà răng chơi mà ở chiếng tục còn ở mai riêng thiệt chạy bắp bà răng cũng phải sẽ trắng cắt nhu khăn tay nhạc ở đây chụp lương còn cắt căn chương nhằm khang mười nghề rị luôn bị môn rọc si rây bốn miền cỏ tam phop rị lúc ở lâu từ prang ở nhọt tại cỏ cha cho cũng cho bạn rị lúc bà răng nữa nợ cô càng play sờ bay tại nơiของchết rong cam còn pro mình nát còn play bằng đám cặp bát sốt nắm tay mắm lên thảo mà ha ở cha khi ông tự đo sở làm tí Moscow này đang nẹp pra Russia thì tham vậy tận ngôi ní khi bớt sức tự nhiên có smart dọn xã đâu sâu cứ nè đây bằng cớ cho bắp cách sân giá sừng công buôn kia cả có thể thứ ấy nhà đang nói thể thứ ấy cách sân giá sừng côngแต่ขมายយើងអត់ស្គាល់តម្លៃសោះណែគេដោយសារកញ្ញាស៊ូសានកាប់លេះការជាមួយប្រសង់ថៃប្រសង់ថៃប្រសង់យួនប្រសង់ឡាវប្រសង់ភូមាកណាធ្វើការ20ឆ្នាំហើយពួកនេះខ្លាំងណាស់មិនធម្មតាទេអត់មានរឿងលោឡាង Facebook ទេពួកនេះខ្លាំងមុតស្រួចនៅជុំវិញស្ដេចសង្ឃយួនណាគ្រាន់តែបណ្ឌិត200អង្គនិយាយ20ភាសាខ្លាំងតែឯងមកទៅសៅយួននេះសរសើរព្រោះគេវាខ្លាំងថៃខ្លាំងទេខ្លាំងខ្មែរយើងខ្លាំងទេខ្លាំងមិនត្រូវការព្រះអង្គដែរតែកាលណាមិនមើលឃើញភាពអស្ចារ្យរបស់អ្នកដទៃនឹងថាយើងធ្វើមិនកើតទេមិនមែនទេប៉ុន្តែគ្រាន់តែកាលណាចង់ទូលប្រកេនថាគេបានរៀបចំខ្លួនដែរហើយចំណន់កណានេះឥឡូវហ្នឹងឡើងកាន់ការទាំងអស់នៅក្នុងប្រទេសជាតិនៅក្នុងផ្នែកសាសនាហ្នឹងប្រកែណាស់កណាអញ្ចឹងមកគេខ្លាំងណាស់ហើយចុះបើយើងមិននាំគ្នាពង្រឹងអភិវឌ្ឍខ្លួនបដោះកូនចៅយើងឲ្យសិក្សារៀនសូត្រទេយើងនៅតែប៉ុណ្្នឹងណាចាវត្តសាស្ត្រចេញមកទៅសើគេវត្តសាស្ត្រចេញមកសើគេដោយសារតែយើងអត់បានសិក្សាកាលណានិយាយយ៉ាងដូចនេះមិនមែនបន្តផ្អាប់ទេពួកយើងបានដើរមកដល់ដំណាក់កាលនេះក៏សមល្មមតែនឹងរៀបខ្លួនឲ្យคล้ายទៅជាចំនួនគំរូសម្រាប់ចំនួនក្រោយកាលណានិយាយក្នុងក្របខ័ណ្ឌសាសនាទេយកការបោះអ្នកព្រះពិរមវិសាអ៊ូទាំងអីនគរកើងផ្លែសបាយតែភ្នែកក្នុងចិត្តរងកម្មកូនប្រុសមិនដាច់កំភ្លេចបណ្ដាំកបាសសូត្រឆ្នាំតែម៉ាំលេងថោកជួនល្អប៉ុន្តែខ្ញុំទៅមើលការបោះបរិសម្ភារអស្ចារ្យតាក់តែងតាំងពីអត្តន័យតាំងពីពាក្យជួនតាំងពីខ្លឹមសារតាំងពីអត្តន័យគឺល្អមែនទេសឹងតែរស្នាដៃណាបដូរបានដល់ខ្ញុំទៅអានរឿងសពសិទ្ធទៀតរឹតតែធ្វើខ្ញុំជក់ចិត្តដិតអារម្មណ៍មែនតើចាស់ពីដើមលោកប៉ាកែម៉ែអសរសាស្ត្រហ្នឹងលោកប៉ាកែម៉ែពាក្យពេចន៍ហ្នឹងឃ្លាប្រយោគហ្នឹងណៃណងនេះកន្លែងហ្នឹងដែលខ្ញុំយល់ឃើញថាគ្រឹះរបស់លោកគឺបាលីសំស្ក្រឹតនេះភាសាបាលីភាសាសំស្ក្រឹតវាអស្ចារ្យមែនទេមិនខ្ញុំបាននិយាយថាពាក្យពេចន៍ហ្នឹងដល់3បច្ចេកវិទ្យាមកដល់សប្តាហ៍ថ្ងៃ 3-4,000 ឆ្នាំក៏ពាក្យបាលីភាសាសំស្ក្រឹតនៅតែមានពាក្យសងចឹងតែសាក្បួនបង្កើតពាក្យវាល្អណាស់ល្អមែនទេទីនេះយើងមានភ័ព្វវាសនាខ្លាំងណាស់ដែលភាសាខ្មែរយើងបានភាសាបាលីសំស្ក្រឹតជាម៉ែជាឪរិញច្រើនភាសាយើងឲ្យមានវឌ្ឍនភាពតន់គេជាប្រជាជាតិជឿនលឿនដែរប៉ុន្តែយើងអន់ទាំងមួយអន់ទាំងណាខ្មែរយើងច្រើនតែបោះចោលអ្វីដែលរបស់ខ្លួនឯងឆាប់ទទួលយករបស់គេហើយយកទាំងស្រុងមិនទទួលរបស់ខ្លួនឯងប្រគុណចាស់បងប្អូនចាំចាប់អារម្មណ៍មើលទៅចិត្តនេះមកទូក្បាលនេះចុះកុំនិយាយតែច្រើនពេកភ្នែកច្រមុះមាត់សក់ក្បាលកអណ្ដាតធ្មេញទាំងអស់នឹងមិនភាសាខ្មែរទេណាទាំងអស់ភាសាបាលីសំស្ក្រឹតទេហើយចុះខ្មែរកើតមុនបាលីសំស្ក្រឹតជិត 10000 ឆ្នាំភាសាដើមនៅណាឃើញបោះចោលអស់នៅសល់ពាក្យក្បាលមួយឯងនៅសល់ដល់សប្ងៃត្បូងយីអានេះត្បូងចប់ណែខ្មែរក្រមអញ3 2 3បងចប់ត្បូងក្បាលណាគឺបើអញ្ចឹងនៅក្នុងរាជស័ព្ទជីវិតតម្កល់លើត្បូងគឺនេះពាក្យយើងមានតែយើង
តែការទទួលយកភាសាគេយកវប្បធម៌គេមិនអាក្រក់ទេប៉ុន្តែជួយចេះអភិរក្សកន្លែងហ្នឹងឯងដែលមនុស្សខ្មែរយើងត្រូវគិតណាបុព្វបុរសខ្មែរពីដើមចូលចិត្តធ្វើនិមិត្តកម្មហ្នឹងក៏យកធាតុចាស់បងធាតុថ្មីបង្កើតបានស្នាដៃមួយទៀតអត់ដែលបោះចោលខ្លួនឯងទេខ្មែរសប្តាហ៍ថ្ងៃអស់លេងបាត់ចោលអស់ឡើយនេះជាចំណុចសំខាន់ដែលអ្នកសិក្សាអក្សរសិល្ប៍គួរតែចាប់អារម្មណ៍មើលអញ្ចឹងនៅក្នុងសម័យកណ្ដាលបងអូនអានបានប្រមាណបាន10រឿងអីទេរៀនមួយឆ្នាំនេះបាន10រឿងនៅបងបែរជាអត់ចូលចិត្តអានអត់ចូលចិត្តស្ដាប់អត់ចូលចិត្តមើលណាខ្ញុំឃើញអ្នកកាសែត Washington ណាគាត់សម្ភាសជាមួយ Bill Gates គឺថាលោកអានសភៅក្នុងមួយឆ្នាំប៉ុន្មានក្បាល Bill Gates ប្រាប់ទៅអ្នកកាសែតនោះវិញថាខ្ញុំអានមួយឆ្នាំ500ក្បាល500ក្បាលមានន័យថាម៉េចមានន័យថាមួយថ្ងៃ Bill Gates អានសភៅមួយក្បាលជាងហើយដែលការងាររបស់ Bill Gates សឹងតែរវល់គ្មានពេលសម្រាប់ទេទុកមានខាន់ក្រុមហ៊ុនមួយណាក្រុមហ៊ុនច្រើនហើយ Bill Gates មហាស្ថិរលំដាប់ទី1មុនណាមុន Elon Musk មកឥឡូវ Elon Musk តែលេខ1ឃើញនេះសឹងតែគ្មានពេលសម្រាប់ក៏នៅតែអានបានប៉ុណ្ណឹងអានឹងហើយដែលធ្វើឲ្យជាតិសាសន៍គេហ្នឹងមានការរីកចម្រើនទៅលឿនចង់គេអានកន្លែងហ្នឹងយើងងាកមកខ្មែរយើងវិញបងអូនរៀនមុខវិជ្ជាអក្សរសាស្ត្រនេះបាន1ឆ្នាំហើយស្នាដៃសម័យកណ្ដាលអានបាន10រឿងឬនៅthế nên bà ôn an ban đáp lương khi kết thăm ở cha vấn đề bà đáp lương á mẹ tên về tích một phát này sập hơi này tiếc nhóm bà miên sờ rót mà ai thằng kia cũng muốn phải chết đáp tàu sập hơi chết đáp tàu tiếc về anh muối mà chọn nữa ở bên đây này sập hơi bao nhiêu thế này tôi khi khơi nhận sắc xa điên sâu là bên ai cái xa ấy che nó trong cào sở sở chúng bà cài nó lại ăn gió chảy hết thế nên nó chỉ đương nguy thời kịch mà lớn sừng khai clay thì cho và dưỡng anh miền pê để pê việc clay na và những việc so sánh về thông pê dưỡng mà mới sớm tầm nơ là cái chặt tục thả sna đại bò tại bờ tung thế sao má tầm tới này khi mình chơi từ hướng cả mình dây rương ở cả bọc bông chặt vào soi thế sna đại tầm nơ cứ sna đại để cho mình chẳng ở pi tật thập hiệp bất này sừng cùngខ្ញុំប្រាប់បើមានស្នាដៃដូចទុំទាវតែមួយឬពីរសម័យហ្វូណាន់សម័យចេណាសម័យអង្គរយើងអភិបាលសិក្សាវត្តដែរបងឯងឃើញទេនៅក្នុងសម័យទុំលង្វែកស្អីខ្លះស្ដេចបៀបម៉េចចវាយស្រុកបៀបម៉េចមេឃុំបៀបម៉េចប្រជានរាជបៀបម៉េចប្រសង់ធ្វើម៉េចធ្វើតោកលក់បានណាផ្លុំខ្លុយបានណាthếនេះអស្ចារ្យណាពីកុសោមលោកតាក់តែងនៅក្នុងឆ្នាំ1915ប៉ុន្តែលោកឆ្លោះបញ្ចាំងសង្គមខ្មែរ1550ជាងជិត500ឆ្នាំមុនឃើញអាហ្នឹងឯសម័យទំនើបគឺការលើកឡើងឆ្លោះបញ្ចាំងអំពីតថភាពសង្គមតែឥឡូវនេះលោកបណ្ឌិតឃីងហុងឌីបានរកឃើញនៅស្រុកបារាំងមួយថ្មីមុនពីកុសោមគឺស្នាដៃបណ្ដាំតាមាសគាត់កត់ត្រា3រាជវង្សស្ដេចតើប្រជាជនខ្មែររស់ដោយលំបាកដោយវេទនាមកចម្បាំងយួនសៀមនៅលើទឹកអីខ្មែរវាមិនរិះពលខ្មែរលំបាកវាមិនទៅមើលព្រឹត្តិការណ៍ឡើងវិញព្រោះអក្សរសិល្ប៍ឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជាសង្គមហើយអ្នកដែលនិពន្ធស្នាដៃទំនើបល្បីបងទៅចាំអ្នកបាត់ដំបងនោះហើយក៏បាត់ដំបងញុកថែមក៏បាត់ដំបងពេលទឹកថ្មីរះលុបផែនដីចាស់ក៏បាត់ដំបងនេះខ្ញុំបានសិក្សាណាតាំងពីឆ្នាំ2016 17ខ្ញុំមកដល់ជាដើរគិតមើលហើយនេះបានអ្នកបាត់ដំបងប្រកែម្លេះទោះបីសិនសមុទ្រក៏មានអ្នកកំណើតអ្នកស្ទឹងតែប៉ុន្តែបើនិយាយចំក៏អ្នកបាត់ដំបងដែរព្រោះគាត់ធំធាត់បាត់ដំបងដោយសារបាត់ដំបងទឹកដីល្អណាស់ដល់ទឹកដីល្អណាផលឡានុផលទាំងអស់ហ្នឹងវាហូបចុកគ្រប់គ្រាន់នាំឲ្យរេស៊ីមមានគ្រប់គ្រាន់នាំឲ្យប្រាជ្ញាបាធីនឹងវាប្រកែវាឆ្លាតណានិយាយដល់កន្លែងហ្នឹងខ្ញុំសង្ហេះសង្ហោខ្ញុំគិតណាខ្មែរសពថ្ងៃអាហារហូបចុកខ្វះការផ្គត់ផ្គង់គ្រប់គ្រាន់ភាសាបារាំងថារេស៊ីម
ខ្វះពីដើមកសិករគាត់ហូបតែត្រីក្រឹមតែក្រាញតែកូនត្រីល្អតូចៗទេណាតែសូមបញ្ជាក់ត្រីល្អតូចៗហ្នឹងមានរេស៊ីមខ្ពស់ជាងត្រីធំទេគេនេះគាត់អត់ខ្វះប្រូតេអ៊ីនទេគាត់មានគ្រប់តែសប្តាហ៍ថ្ងៃវាអត់មានហេតុអត់មានបើយើងបំផ្លាញខ្លួនយើងអស់ហើយហ្នឹងដាក់ថ្នាំដាក់ជីដាក់ខ្ទេចសូម្បីតែចលែនមួយគ្មានផងឆ្នាំ2005ខ្ញុំបានចូលរួមពិសោធន៍មួយបណ្ឌិតសៀងហួយផ្នែកគីមីថ្នាំពុលទាំង14ប្រភេទដែលគេហាមបំផុតនៅស្រុកខ្មែរមានទាំង14ប្រភេទតែពិសោធន៍ជប៉ុនឆ្ងល់ពុនសួរពួកណៃសើពួកអតិទេពអីបើអត់អីសោះអញ្ចឹងឯងអាថ្នាំពុលនោះវាគ្រោះថ្នាក់បំផុតយើងវាស្មបឹងទន្លេសាបយើងនេះណាអាចចិញ្ចឹមប្រជាជនដីគោកអាស៊ីអាគ្នេយ៍ទាំងមូលឥឡូវនេះផ្គត់ផ្គង់តែខ្មែរនេះឯងនឹងអត់គ្រប់ផងអានឹងជាអត្តសញ្ញាណមួយធំណាស់របស់ខ្មែរណាពួកយើងបំផ្លាញខ្ទេចខ្ទីអស់លេងការគោករយៈនោះវាលឿនមែនទែនបងធ្វើកំណាយសំឡងសែនហ្នឹងលុប4ម៉ែត្រក្នុងរយៈពេល6000ឆ្នាំឥឡូវនេះរយៈពេលតែ20-30ឆ្នាំចុងក្រោយទឹកនឹងលុបប្រហែលជាកន្លះម៉ែត្រជាងកណ្ដាលបឹងទន្លេសាបខែប្រាំងត្រឹមទ្រូងបឹងទន្លេសាបនេះគ្មានពីរទេនៅលើពិភពលោកបារាំងម្នាក់អាមេរិកម្នាក់ក៏អួតសរសើរពីប្រទេសគាត់ពីអីពីសម្បត្តិរបស់គាត់អស្ចារ្យចុងក្រោយបំផុតខ្ញុំប្រាប់គាត់ថាស្អីដែលល្អជាងគេបំផុតនៅស្រុកខ្មែរទេម្នាក់ស្លាប់បាត់បងបណ្ឌិតខាងប្រវត្តិសាស្ត្រហ្នឹងអាមេរិកម្នាក់ទៀតទៅស្លាប់ប្រហែលឆ្នាំមុននេះអ្នកអសេវចនានុក្រមខ្មែរហង្រីឡូកាល់គាត់ថាខ្ញុំអួតថាខ្មែរអួតបើខ្ញុំសួរវិញអញប្រាប់អញមើលទីក្រុងញូវយ៉កហ្នឹងល្អអីប៉ារីសល្អអីសៀងហៃល្អអីតូក្យូល្អទីក្រុងល្អជាងគេបំផុតនៅភ្នំពេញអត់មានប្រទេសណាមួយមានទន្លេ4មុខចាក់ចំអញ្ចឹងទេណាអត់មានទេអតិទេពប្រទានឲ្យជនជាតិខ្មែរនៅភាពអស្ចារ្យតែខ្មែរអត់ចេះស្រឡាញ់អត់ចេះថែរក្សាដូចបឹងទន្លេសាបហ្នឹងនៅលើពិភពលោកអត់មានពីររដូវវស្សាទឹកហូរចូលរដូវប្រាំងទឹកហូរចេញបើគ្មានបឹងទន្លេសាបអីណាដីនៅសណ្ដទំនាបកណ្ដាលទាំងអស់លិចទាំងអស់ព្រោះអ្នកដឹងថាទឹកទន្លេមេគង្គក្នុង1វិនាទីមានធាទឹកប្រមាណ1000ម៉ែត្រគីបទេមិញហ្នឹងអានដឹងតែខ្ញុំធ្លាប់ធ្វើការនៅគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនមែនធ្លាប់ធ្វើមុនគេបំផុតហើយស្រាវជ្រាវអំពីរបស់ទឹកស្រាវជ្រាវអំពីអីពួកទម្លាប់ខ្ញុំទៅធ្វើការណាស្រាវជ្រាវហ្នឹងthế thì chẳng dưỡng ngọt khơi thâu về ở cha cái tục sát đó là bị sân cô đi nhỏ anh nâng để dưỡng kích tới chùm nón cái và man chùm nón tiên vì chỉ chun khai sẽ ta về tình nghĩa sông bay thì thầy còn tại bà lá ui da môi á trong sắc xám đó ngày tháng 30 năm vì đám ở đại miền ở lâu miền pinh đã có băng tờ lê khmer điều màu bị nà cái miếng chơi làm plan chưa vậy bà lá ui da nó thì miền thấy nè châu bán hơi đốt căn là kháng đau khăn lượn chứ này nó dương sắc xa vô rương ngôi nơi thay á nằm phải sập pi em tấn khai muối á kỳ trong lại thay á nè màu môi mà kéo về tình của tình hình con hình tối mến cho hấu ấy muối đập ba cả sẽ có chặt lụa từng khai muối nó hình ông của chứ nằm cào máu sâu và lai sần đai từng khôi từng bộ về admin sạch admin sạch đang về tầm plan sạch là đâu được chứ này khai đang tại tình sẽ biên tình ấy cho mình tăng vì mong tình kia mà trong khỏi má phải chờ ra mà thì phẩm búa nó óc chá lục sặc xa sao chuyện nó lục khoản đau mà Acacia có ra mà thì phẩm búa nó khoản này Acacia đám khôi tinh không bà chẳng hay ban chia xiêm mà cổ rộp na ra mà thì phẩm búa cái số xem nó xiêm mà ngay mai mấy trăm nghề thì bộ kia ấp rung con trái xiêm phải không Ramati Pram mà hai chữ với chả lao con đó, ta xây biết thôi mà, bắt bom sim đi đây bao sim, chân con sim bách lang miên là ram mua trong ban đó, để sao bay đa luôn phải chơi một khốt đó nghe, Parang sừng con ao bọc cô lưng ao khai, ao mặc máy bọc cô lưng ao ta lái tăng pi viên chán, ao tăng pi luôn vào bán, sim biết thua theo hay, đừng chân Ramati Pram đó, chủ lao long con nó có tam tốt mà. Ôm mấy chuyện chăm đấy đi khai cả cả đa trên năm pi pon phây phém đấy xiêm bạc ca ấy chặt vùng phu niết á thấy chặt vùng phu niết á
បុត្រាដែលជាទីស្រឡាញ់បំផុតរបស់ព្រះចៅរាមាទី6ហើយត្រូវឡើងគ្រងរាជក៏ប៉ុន្តែដោយសារព្រះអង្គមានប្រពន្ធជនជាតិអ៊ុយក្រែនthếអត់ព្រមដាក់នាងទៅជាមហេសីបន្ទាប់ទេតែមហេសីទី1យើងច្បាប់ថៃអត់បានthếនេះគេគោរពមហាជលាលង្កនគោរពដល់កូនគោរពដល់ចៅអញ្ចឹងមិនយកអានឹងមកដាក់ជាក្បួនវាយមកយើងខ្មែរយើងអត់បានសិក្សាទេអត់ចេះសង្កេតអត់ចេះពិចារណាទៅនឹងគ្រាន់តែចង់បានសញ្ញាបត្រទេនេះអញ្ចឹងអានេះខ្ញុំគាត់ជាការបញ្ញត្តិទេព្រោះទៅបីខ្ញុំមក100ដងទៀតបងប្អូនអត់រៀនក៏បងប្អូនអត់ចេះដែរគាត់បញ្ញត្តិថាដើម្បីចេះត្រូវសម្ភារត្រូវស្វាតជាយត្រូវមើលសភៅត្រូវចេះឆ្ងល់ស្អីដែលធ្វើមនុស្សរុងរឿងគឺការចេញពីឆ្ងល់ណាអញ្ចឹងមិញខ្ញុំនិយាយពីទំនើបយើងឃើញទេថាអ្នកនិពន្ធខ្មែរនៅសម័យកាលហ្នឹងអស្ចារ្យណាស់អេដាមអបយុរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកួតប្រជែងពានរង្វាន់3ដងប្រធានបទស្អីទេផ្កាសពូនកុលាបបៃលិននេះនៅតែនោះពោះមិនអត់នៅល្អស្នាដៃនឹងឆ្លោះបញ្ចាំងអំពីតថភាពសង្គមការប្រើសិលវិធីក្នុងការតែងនិពន្ធណែណងប៉ុន្តែសួរថាឆ្លោះបញ្ចាំងបានទាំងអស់ហ៎អត់ទេនៅក្នុងទិសស្ដីអក្សរសិល្ប៍គេប្រាប់ថាសង្គមទាំងមូលវាជាប្រធានវិស័យអ្នកនិពន្ធជាវត្តសង្គមទាំងមូលជាវត្ថុវិស័យអ្នកនិពន្ធជាប្រធានវិស័យខ្ញុំមើលទៅបងអូនឃើញពាក់អាវពណ៌ផ្កាឈូកឃើញអីចឹងទៅខ្ញុំមើលមានអស់ណានៅក្រោមជើងបងមានព្រំនៅក្រោមមានប្អួយនៅនោះមានតង្ហាលមានសិនជាឃើញណាអញ្ចឹងមើលអត់អស់ទេអ្នកនិពន្ធផ្សេងទៀតគាត់ទៅមើលឃើញនៅផ្សេងអ្នកនិពន្ធផ្សេងទៀតមើលឃើញហ្នឹងអញ្ចឹងអ្នកនិពន្ធគាត់ជាប្រធានវិស័យសង្គមជាវត្ថុវិស័យដូច្នេះបានគេយករឿង4 5ទៅយកមកផ្ទៀបទៅគ្នាមើលអ្នកនិពន្ធនៅបាត់ដំបងជាមួយគ្នារឿងនិពន្ធនៅក្នុងសម័យកាលជាមួយគ្នាទៀតតែមានខ្លឹមសារដឹកដាមមិនដូចគ្នាទាំងស្រុងទេកុលាបបៃលិនការសពូនព្រះអាទិត្យថ្មីរះលើផែនដីចាស់ឃើញទេសត្វតសេក្នុងសម័យអាណានិគមយមប្រាំងនិងសម័យឯករាជ្យដូចគ្នាតែសួរថាការឆ្លុះបញ្ចាំងវិញដូចគ្នាព្រោះញុកថែមគាត់ឃើញមួយជ្រុងនោះហើយគាត់មើលឃើញមួយជ្រុងលោកសួនសរិនក៏មើលឃើញមួយជ្រុងអញ្ចេះហើយបានជានិស្សិតដែលសរសេរនិខេបបទមួយនេះបើប្អូនទៅសេមពីរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់មិនមែនប្អូនមើលតែប៉ុណ្្នឹងទេប្អូនទៅមើលស្នាដៃទាំងអស់នៅចន្លោះឆ្នាំ1940 1960ស្នាដៃទាំងអស់ហ្នឹងតែអ្នកនិពន្ធហ្នឹងគាត់សរសេរខ្លះហើយមិនមែនមើលត្រឹមស្នាដៃខ្មែរមើលស្នាដៃសៀមមើលស្នាដៃយួនមើលស្នាដៃឡាវមើលស្នាដៃចិនប្រទេសជិតយើងហ្នឹងសម័យកាលជាមួយគ្នាតើវប្បធម៌គេវាមិនសេដ្ឋកិច្ចគេវាមិនសង្គមនយោបាយគេវាមិនអាហ្នឹងជ្រុងមួយទៀតបងទៅមើលរឿងបៃលិនមិនបានលោកលើកយកមកបង្ហាញខ្មែរពីដើមមិនដែលស្គាល់បៃលិនទេតែដោយសាររឿងមួយហ្នឹងនាំឲ្យខ្មែរពេញចិត្តដិតអារម្មណ៍ជាប់ចិត្តនឹងបៃលិននេះអ្នកសាមញ្ញមើលឃើញប៉ុណ្ណឹងមកចំណុចមួយទៀតមកដល់ថ្ងៃនេះខ្ញុំមិនទាន់រកឃើញលោកគ្រូណាមួយសរសេរអត់ទេបៃលិនណាខុននារីពេលរាត្រីហ្នឹងណាដើរទៅតាមផ្លូវហ្នឹងក៏ឃើញខ្ទមចៃចិត្តហើយលើសូបទចម្រៀងបទយុវភិរមខុននារីក៏សួរចិត្តដេកនៅចិត្តងើបឡើងនៅទេខុននេះមិញហ្នឹងពីណាច្រៀងនេះច្រៀងអីទៅខុនខ្ញុំអត់ដឹងផងច្រៀងបទយុវភិរមមិញហ្នឹងចៅចិត្តក៏សួរថាយុវភិរមហ្នឹងស្អីទៅខុនជាខ្មោចជាសត្វឬក៏ជារុក្ខជាតិស្អប់និយាយភ្លើអញ្ចឹងនិយាយប្រវៀងដានអញ្ចឹងខ្ញុំអត់មានភ្លើអត់មានប្រវៀងដានទេខុនប៉ុន្តែខ្ញុំក៏អត់ដឹងខ្ញុំបាននេះសូម្បីតែបទសក្រវាចុះផែរាល់ឆ្នាំនេះខ្ញុំអត់ទាំងចេះច្រៀងផងកុំថាដល់បទទំនើបថ្មីអីនោះបងមានឃើញសភៅណាគេនិយាយពីបទសក្រវាទំនើបសក្រវាចុះផែដែរពាក្យសក្រវាមានន័យថាម៉េចស័កនឹងគឺឆ្នាំក្រវានឹងគឺពោលនៅដំណឹងឆ្នាំខ្មែរមិនដែលបោះបង់ប្រពៃណីទំនៀមទម្លាប់ខ្មែរចោលទេបងអូនតែមើលសភៅមិត្តសាលាបាលីទស្សនាបដីមិត្តសាលាបាលីឆ្នាំទី2លេខទី4ខ្ញុំហ្នឹងអង្គញា
men sultan prei chi an ne ông nhà pi tu châm cái xem lúc ban từ xem piประวัติโจชามខ្មែរតែលោកគិតជាពុទ្ធសករាជមិនគិតគ្រិស្តសករាជទេការដូរមកចូលឆ្នាំយើងសប្តាហ៍នេះគឺដូរនៅក្នុងពុទ្ធសករាជ1850បើត្រូវគ្រិស្តសករាជ1300ជាងនៅសម័យអង្គរចឹងយើងមើលនេះចូលឆ្នាំច័ន្ទគតិមានបោះចោលណាយើងទៅម្លងទៅបាន2 ថ្ងៃចូលឆ្នាំខ្មែរនេះសម័យមុនកូនហ្នឹងទីនេះបទសករាហ្នឹងគឺបទច្រៀងនៅពេលចូលឆ្នាំពេលសករាឆ្នាំសាក់នៅឆ្នាំគេនេះខ្មែរអត់ដែលបោះបង់ចោលបបធរហ្នឹងប៉ុន្តែគ្រាន់តែវារលាយពីចូលឆ្នាំទៅវាទៅជាអមមកសម្រាប់ប្រកែឃើញនេះស្នាដៃអក្សរសិល្ប៍ហ្នឹងវាបានតាក់ទុកនៅទំនៀមទម្លាប់ប្រពៃណីប៉ុន្តែខ្ញុំសួរថាតើយុវជនខ្មែរតើលោកគ្រូខ្មែរប្រមាណអ្នកដែលចេះយកមកកោះកកាយមកមើលមកសិក្សាកន្លែងហ្នឹងជាកន្លែងដែលយើងត្រូវគិតណាយើងអានសភៅមួយយើងមើលតើស្នាដៃទាំងអស់ហ្នឹងវាមានតម្លៃដូចគ្នាទេនៅក្នុងសម័យកាលជាមួយគ្នាមានអ្នកនិពន្ធរាប់រយរាប់ពាន់រាប់ម៉ឺនឥឡូវនេះមានសភៅរាប់សែនមិនបានយើងអត់យកមកធ្វើការសិក្សាកើតដោយសារអ្នកនិពន្ធហ្នឹងដែលជាប្រធានវិស័យមើលទៅវត្ថុវិស័យមើលទៅសង្គមវាអត់ត្រឹមត្រូវការឆ្លោះបញ្ចាំងវិញវាអត់ត្រឹមត្រូវដូច្នេះយកមកធ្វើជាការអប់រំអត់កើតជានេះកន្លែងហ្នឹងឲ្យបើប្អូនយល់កន្លែងហ្នឹងច្បាស់ណាថ្ងៃក្រោយប្អូនខ្លាយទៅជាអ្នកនិពន្ធម្នាក់ដែលល្បីគឺនេះអាហ្នឹងជាអាជីពមួយជាការរកស៊ីចិញ្ចឹមជីវិតមួយរបស់ខ្លួនបានតែនេះខ្ញុំបានប្រាប់ថាអ្វីដែលខ្ញុំនិយាយនេះចង់ឲ្យប្អូនមើលទៅឃើញបរិបទឲ្យប្រែប្រួលតាមសង្គមធ្វើម៉េចបង្កើតការងារឲ្យយើងបានព្រោះមនុស្សរស់នៅតែការសេដ្ឋកិច្ចតែការហូបគឺនេះបង្កើតការងារបង្កើតមុខរបរយើងឲ្យបានកុំរៀនចប់ហើយមិនដឹងធ្វើអីអាហ្នឹងជារឿងមួយដែលសង្វេគណាស់សង្វេគមែនតើរៀនឲ្យខាតការងាររៀនចប់ហើយដឹងធ្វើអីចឹងនៅក្នុងអក្សរសិល្ប៍ទំនើបការឆ្លោះបញ្ចាំងពីទស្សនវិជ្ជាសង្គមទស្សនវិជ្ជាសង្គមតើការអីមិនសំស្ក្រឹតមុនទេអង់គ្លេសចុះបងអូនរៀនមុខវិជ្ជាអីក៏ដោយចោលអង់គ្លេសអត់បានព្រោះបងអូនត្រូវមើលស្នាដៃអក្សរសិល្ប៍ទាំងឡាយលើពិភពលោកគេទៅស្អីជាអង់គ្លេស Pre Nobel មិនចេះឲ្យទេណា Pre Nobel បានឲ្យទៅលើស្នាដៃអក្សរសិល្ប៍ឆ្នាំហ្នឹងអ្នកនិពន្ធនារីម្នាក់ជនជាតិកូរ៉េបានជាប់ Pre Nobel បងអូនត្រូវគិតឡើងវិញណា drama ចង់បាន Pre Nobel សន្តិភាពអត់បានមកប្រធាននៃអាមេរិកអ្នកមានអំណាចធំគេលើពិភពលោកអ្នកនិពន្ធម្នាក់បាន Pre Nobel ចឹងសួរតម្លៃនៃអក្សរសិល្ប៍ប៉ុន្មានតើអ្នកនិពន្ធកូរ៉េស្អីជាភាសាកូរ៉េស្អីជាភាសាអង់គ្លេសយ៉ាងទី1ដែលយើងរៀនមុខជំនាញឯនេះចោលអង់គ្លេសអត់បានទេទី2យុគសម័យបច្ចុប្បន្ននេះគឺយុគសម័យ IT អត់ចេះកុំព្យូទ័រអត់បានទេទូរស័ព្ទមួយនេះណាខ្ញុំប្រើបានប្រហែលជា 10% របស់វាទេអានោះខ្ញុំព្យាយាមរៀនមើលរៀនប្រើអង្អីបានប្រហែល 10% នៅ 90% ទៀតអត់ចេះប្រើហើយយើងដើរអត់ទាន់ទេយើងទៅ AI ណាប៉ុន្តែគេទៅហួស AI យូរហើយខ្ញុំសូមជម្រាបណាយើងទៅមិនចេះប្រើអ៊ីនធឺណិតបានប្រហែលជា20 30 ឆ្នាំហើយតែអ៊ីនធឺណិតនេះគេប្រើ60 ឆ្នាំពិភពលោកដែលវារីកចម្រើនលឿនមែនទែនហ្នឹងគឺចាប់ពីសម័យអ៊ីនធឺណិតហ្នឹងហើយអ៊ីនធឺណិតហ្នឹងគឺបើកជើងមេថ្មីដំរុកអញ្ចឹងអង់គ្លេសអ៊ីនធឺណិតព្រោះអានឹងបរិបទសង្គមអក្សរសិល្ប៍ឆ្លុះបញ្ចាំងពីបញ្ហាសង្គមបើបងអូនអត់មើលបញ្ហាសង្គមឃើញផងតើបងអូនអាចរកការងារបានទេអត់ទេអ្វីដែលពុទ្ធកសាកលវិទ្យាល័យខំប្រឹងណាជារឿងមួយដើរតាមលំអានចាស់នៃបុព្វបុរសខ្មែរព្រោះការទ្រទ្រង់សង្គមខ្មែរការលើកតម្លៃនៃសង្គមខ្មែរគឺចេញពីព្រះសង្ឃចេញពីវត្តអារាមហ្នឹងហើយប្រវត្តិនៃការកកើតឡើងនៃការស្រាវជ្រាវជាន់ខ្ពស់លើទឹកដីខ្មែរនេះណា1898បារាំងបានបង្កើតក្រុមស្រាវជ្រាវបុរាណវិទ្យាបារាំងមិនខ្មែរទេ1901សាលាបារាំងចុងបូព៌ាប្រទេសបានបង្កើតនៅឥណ្ឌូចិនអានឹងក៏សិក្សាអំពីខ្មែរហ្នឹងតែមានខ្មែរណាបារាំងសម្ដេចជួនណាលោកមានពណ៌វាសនាបានរៀនហ្នឹងមុនគេគ្រូរបស់លោកលវីហ្វីណូត1930យើងបង្កើតឡើងនៅវិទ្យាឋានពុទ្ធសាសនាបណ្ឌិតវិទ្យាឋានពុទ្ធសាសនាបណ្ឌិតជាឃ្លាំងផ្ទុកដាក់នៅកំណត់វប្បធម៌ខ្មែរដ៏ធំប៉ុន្តែមិនមែនខ្មែរទេណា
បារាំងកញ្ញាស៊ូសានកាប់លេសបើខ្មែរទៅអ្វីសពថ្ងៃមកមិនមានទេតើឲ្យច្រៀងជេរបារាំងណាបារាំងអញ្ជើញមកឲ្យច្រៀងទុកកត់ឲ្យខ្មែររៀនទៀតចេះច្បាប់បារាំងកុំភ្លេចសច្ចង្កតញ្ញូខន្តីអ្នកក្តីជាភ្លើងកុំកាត់កាន់ជើងអ្នកម្ខាងមើងងាយរីកលួងពីមុនរកស៊ីរែកពុនមានក្រតាមភពរីកលោកឥឡូវទៅប្រឹងឲ្យញាប់តែក្រច្រើនជាប់គុកច្បាប់រីកលោកបារាំងណានគរថ្កើងផ្លែសបាយតែភ្នែកក្នុងចិត្តរងកម្មកូនប្រុសបណ្ដាច់កុំភ្លេចបណ្ដាំកបាស់សូត្រឆ្នាំតែម៉ាំលែងថោកមហាអស្ចារ្យខ្ញុំទៅដល់សារមន្ទីរមូស្គូអ្នកដឹងអ្នកប្រាជ្ញរុស្ស៊ីគេថាម៉េចតងុយនេះគេប្រសិទ្ធនាមគាត់ស្មើនឹងសង្សារោសោគឺអ្នកដែលបង្កើតច្បាប់កិច្ចសន្យាសង្គមមុនគេកសិករត្រូវធ្វើអីអ្នកដឹកនាំត្រូវធ្វើអីកិច្ចសន្យាសង្គមតែខ្មែរយើងអត់ស្គាល់តម្លៃសោះអ្នកគេដោយសារកញ្ញាស៊ូសានកាប់លេសដែលអញ្ជើញតងុយមកច្រៀងហើយគាត់តាទុកវិជាឋានពុទ្ធសាសនាហ្នឹងឯងដែលបង្កើតឡើងនៅក្រមជំនុំទំនៀមទម្លាប់ខ្មែរស្អីទាំងអស់ហ្នឹងក្រមជំនុំទំនៀមទម្លាប់ខ្មែរនេះគាត់តាមអ្នកសាជាឡើងវិជាឋានពុទ្ធសាសនាហ្នឹងឯងដែលបង្កើតក្រមជំនុំប្រតិបត្តិបៃដកខ្មែរថ្ងៃសៅរ៍មុនខ្ញុំបានសួរទៅសម្ដេចចំជាលោកថាមិនតាន់ចេញទេព្រោះមិនតាន់ចុះអត្តលេខាអវងគណៈកម្មការបតិបដកខ្ញុំព្យាយាម30ឆ្នាំជាងទៅកន្លែងណាក៏និយាយដែរគេខ្លះគេថាខ្ញុំចង់ចូលសមាជិកមិនមែនទេតែខ្ញុំឃើញថាវាមានសារៈប្រយោជន៍ណាស់សម្រាប់វប្បធម៌ខ្មែរអត់មានគណៈកម្មការបតិបដកមិនបោះថ្មីណាទទួលពិនិត្យពាក្យពេចន៍នឹងខុសទៅចុះអត្ថកថានៅមកកាត់ភ្លុះដែលអត់ទាន់បានប្រែផងប្រែគ្រប់គ្នាធ្វើមិនមានឯកភាពគ្នាទីនេះចឹងគណៈកម្មការមានប្រយោជន៍តែដល់ថ្ងៃហ្នឹងអត់ទាន់ចេញតែព្រមហើយទៅក្រសួងអត់ទាន់ទៅអានឹងគឺរឿងសង្វែកអានេះវិជាឋានពុទ្ធសាសនាក្រៅពីហ្នឹងសួរថាអ្នកសរសេរអ្នកសាវជាមួយណាដែលមិនពឹងផ្អែកទស្សនាវដ្តីកម្ពុជាសូរិយាបោះពុំផ្សាយដំបូងគេឆ្នាំ1926ជាទស្សនាវដ្តីវិទ្យាសាស្ត្រមុនគេបំផុតនៅស្រុកខ្មែរទី4ពុទ្ធកមហាវិទ្យាល័យបរសៃអនុរាជកើតមុនគេបំផុត1954ទៅស្ដាប់សម្លេងអត្ថរបស់លោកសត្យាកេមសៈវិញលោកកេមសៈគាត់ថាខ្ញុំចេះអក្សរសាស្ត្រខ្លះនេះណាដោយសារមហាវិទ្យាល័យពុទ្ធកមហាវិទ្យាល័យបរសៃអនុរាជពួកពេលនោះសាកលវិទ្យាល័យភ្នំពេញមានតើមានណាមហាវិទ្យាល័យអក្សរសាស្ត្រមនុស្សសាស្ត្រមានតើមានណាពុទ្ធកនកើតមុនអញ្ចឹងមកខ្ញុំនិយាយថាជាចំណែកមួយជាការខិតខំប្រឹងប្រែងមួយសុទ្ធថាបានអីទៅដល់ប្រយោជន៍ទៅគុណម្ចាស់ទៅព្រះមហាអត់ទេទឹកចិត្តមួយខំប្រឹងព្យាយាមធ្វើមិនព្រោះអានេះជាលំអានរបស់បុព្វបុរសយើងមុនលោកធ្វើអញ្ចឹងយើងរៀនទៅតាមលោកបើគ្មានអ្នកមុនទៅមិនអ្នកក្រោយមានទីនេះអញ្ចឹងខំប្រឹងធ្វើតាមអាឡែងហ្នឹងហើយចុះក្នុងចំណោមយើងអ្នកសិក្សាសាជានេះអ្វីដែលធ្វើឲ្យលោកពេញចិត្តឲ្យលោកសប្បាយជាងគេគឺការចេះរបស់បងប្អូនបាយបងប្អូនយកចង្ហាន់យកអីទៅមិនបាច់អត់ថាអូពុទ្ធកសាកលវិទ្យាល័យសាខាបាត់ដំបង10នាក់ចេញទៅសារលេខធ្លោជាងគេទាំងអស់ចេញទៅអ្នកនិពន្ធល្បីចេញមិនហ្នឹងទៅចេញទៅអ្នកសាវជាសិក្សាអំពីច្បាប់សិក្សាពីសង្គមចេញហ្នឹងទៅអាហ្នឹងហើយជាសេចក្តីធ្វើឲ្យលោកសប្បាយផ្ទៃពីនេះអញ្ចឹងខ្ញុំចំវិញថាសរសើរទំនើបវានៅច្រើនណាស់ក្នុងការអានក្នុងការស្រាវជ្រាវបើបងអូនខំបន្តិចណាខ្ញុំក៏គិតថាសង្គមយើងនឹងរីកចម្រើនឡើងវិញអូនដឹងហ្នឹងណាបុព្វបុរសខ្មែរសម័យអង្គរដែលរីកចម្រើនមិនមែនដោយសារអ្នកណាម្នាក់ទេជនជាតិខ្មែរទាំងអស់មានមនសិការមានសមត្ថភាពមិនមែនមានតែមនសិការទៅទេណាសមត្ថភាពគេសួរខ្ញុំថាតើខ្មែរអាចធ្វើទៅដល់សម័យអង្គរវិញបានទេបានមានរឿងបានសម័យមុនគ្មានវិទ្យាសាស្ត្រប៉ុណ្ណឹងទៅបានជាសម័យឥឡូវមានវិទ្យាសាស្ត្រប៉ុណ្ណឹងរឿងអីធ្វើមិនបានប៉ុន្តែអ្វីដែលសំខាន់បំពាក់មនសិការហើយការសិក្សារៀនសូត្រទៀតត្រូវស្គាល់ពីបរិបទប្រែប្រួលនៃសង្គមតើសង្គមបច្ចុប្បន្ននេះអក្សរសិល្ប៍ត្រូវរៀនពីអីដើម្បីអាចចេញទៅវិញរកការងារបានធ្វើហើយគេទទួលស្គាល់បងនៅក្នុងណានិខេបបទឬក៏សារណាបងប្អូនអញ្ចឹងចាប់ពីផ្ទៃហ្នឹងចាប់រៀនឆ្នាំទី1ចាប់គិតស្អីទៅនិខេបបទស្អីទៅសារណាជាបណ្ដុំគំនិតនៃការស្រាវជ្រាវ
ông cùng kịch khơi đấy anh ấy xúa anh sao chứ anh ấy xúa sao chứ nó cùng kịch chẳngแต่គិតថាសង្គមសពថ្ងៃខ្វះអីពាក់ព័ន្ធរឿងអីវិទ្យាសាស្ត្រតើសិក្សារឿងណាមួយទៅដែលមានតម្លៃក្នុងការអប់រំនោះឲ្យស្គាល់ពីតម្លៃវិទ្យាសាស្ត្រឧទាហរណ៍រឿងហង្សយន្តឧទាហរណ៍រឿងសព្វសិទ្ធហើយសង្គមសពថ្ងៃវាបាត់បង់នៅសិលធម៌វាបាត់បង់នៅសុភាវធម៌សុភាវធម៌ខ្មែរយើងសពថ្ងៃអត់យល់ផងទេសុភាវធម៌ជាមេសាខារបស់សុភាវធម៌មានសិលធម៌គុណធម៌សុជីវធម៌ខ្លះអត់ទាំងយល់ស្អីទៅសិលធម៌អត់យល់ស្អីគុណធម៌អត់យល់ស្អីសុជីវធម៌អត់យល់សិលធម៌ជាច្បាប់ជាច្បាប់ចូលវត្តត្រូវដោះមួកនេះអានឹងជាសិលធម៌ជាច្បាប់តែគុណធម៌ជាការអប់រំអញ្ចឹងតើស្អីដែលយើងត្រូវការអញ្ចឹងយើងមើលតម្រូវការសង្គមយើងទៅរកប្រធានបទយកមកធ្វើការសិក្សាស្រាវជ្រាវហើយធ្វើការសិក្សាស្រាវជ្រាវដូចខ្ញុំបានបញ្ជាក់មិនអញ្ចឹងមិនមែនមើលតែរឿងមួយនឹងអស់ទេបងអូនទៅមើលរឿងដទៃឆ្នាំជាមួយគ្នាសម័យកាលជាមួយគ្នាហើយប្រទេសដទៃជិតខាងទៀតខ្ញុំឲ្យឧទាហរណ៍រឿងនេះមួយចុះបែរជាបងអូនធ្លាប់បានអានធ្លាប់បានឮព្រោះរឿងទៅតែនិពន្ធនៅសម័យយើងនឹងទេអ្នកនិពន្ធស្លាប់អត់ហើយលោកទីជីហួតណារឿងវិលរកទំនុំរឿងតាក់ទងច្រើនគេហ្នឹងអានរឿងវិលរកទំនុំមួយបងដឹងអីទេដឹងបរិបទសង្គមខ្មែរនៅចន្លោះឆ្នាំ1975មក1983មានអីខ្លះសង្គមខ្មែរមួយមានរបបនយោបាយ4កុម្មុយនីសបែបចិនប៉ុលពតកុម្មុយនីសបែបសហភាពសូវៀតហេងសំរិទ្ធសក្តិភូមិហ៊ុនស៊ិនប៉ិចសេរីនិយមសើនសាហើយបើកាលណានិយាយពីរបបនយោបាយគឺនិយាយពីសេដ្ឋកិច្ចនិយាយពីច្បាប់និយាយពីរដ្ឋបាលប្រទេសសេរីច្បាប់ទីផ្សារសេរីប្រទេសសង្គមនិយមទីផ្សារតែនការគ្មានទេកម្មសិទ្ធិគ្មានទេវណ្ណៈនេះរឿងមួយនេះឆ្លុះបញ្ចាំងច្រើននឹងមួយទៀតបងឃើញទៅដល់សេដ្ឋកិច្ចដល់នយោបាយដល់ច្បាប់ដល់ការគ្រប់គ្រងដល់ទស្សនវិជ្ជារស់នៅក្នុងសង្គមមានអីខ្លះរឿងនឹងមួយឆ្លុះបញ្ចាំងបានឃើញច្រើនមែនទែនប៉ុន្តែសួរថាអ្នកសរសើរមួយណាដែលចេះអានទេអត់ទេបើពេលណាខ្ញុំជជែកជាមួយអ្នកច្បាប់ដល់ជែកមួយអ្នកនយោបាយដល់ជែកមួយអ្នកសេដ្ឋកិច្ចដល់គេឆ្ងល់នេះទៅជប់លោករៀនអក្សរសិល្ប៍រៀនអក្សរសាស្ត្រសោះចេះច្រើនសិក្សាពីមនុស្សវិលរត់នឹមជានិមិត្តកម្មមួយខ្ញុំឲ្យមើលបន្តិចចុះយ៉ាងណាក៏បងប្អូនអត់យល់ទេណាបងប្អូនដែលអានស្នាដៃរុស្ស៊ីមួយរបស់អ្នកនិពន្ធកកៀម៉ាស៊ីនកកៀគាត់និយាយអំពីឥន្ទ្រីនិងពស់សត្វឥន្ទ្រីនិងពស់សត្វឥន្ទ្រីហោះហើរនៅលើអាកាសវេហាលក៏ឃើញពស់វាចេញមាត់រត់មកណាឥន្ទ្រីគាត់សួរទៅពស់ថាបងពស់ឲ្យរស់នៅសប្តាហ៍ថ្ងៃវាមិនហ្នឹងពស់ប្រាប់ហ្នឹងខ្ញុំអត់មានជើងអត់មានស្លាបខ្ញុំវាទៅចិត្តរូងខ្ញុំហ្នឹងអត់ឃើញទេឥន្ទ្រីក៏ប្រាប់ទៅពស់វិញថាម៉េចទេតែបងឯងជាសត្វមួយអន់បំផុតហើយបងឯងកើតមកបងឯងអត់ជល់អីហៅថាភាពរុងរឿងភាពអស្ចារ្យរបស់ពិភពលោកនេះទេខុសពីខ្ញុំតឡាងស្លាប់ហោះហើរឃើញជួសចលងដងអូព្រៃភ្នំសមុទ្របឹងបួរវាអស្ចារ្យសម្បើមមែនទេសត្វពស់ក៏គាត់សរសើរទៅបងឥន្ទ្រីអស្ចារ្យណាស់បងឥន្ទ្រីមានវាសនាសម្បើមមែនទេឃើញពិភពលោកអសំប្រងចុងក្រោយបំផុតពស់ក៏សួរទៅឥន្ទ្រីវិញថាចុះពេលបងឯងចាស់ទៅបងឯងស្លាប់ទៅបងឯងទៅណាឥន្ទ្រីបានប្រាប់ទៅពស់វិញថាឯងក៏ភ្លើមដែរតែស្លាប់វាមិនដែលស្លាប់លើមេឃទេស្លាប់វាធ្លាក់មកដីហ្នឹងតែស្លាប់មកដីហើយពស់គាត់ប្រាប់ទៅឥន្ទ្រីវិញណាគាត់ថាអញ្ចឹងបងឲ្យអត់អីអស្ចារ្យជាងខ្ញុំទេខ្ញុំវាទៅដីស្លាប់ដីខ្ញុំការពារកន្លែងខ្ញុំឲ្យស្រេចភ្នូរបស់ខ្ញុំកន្លែងហ្នឹងហេតុតែទីជីហួតយកមកអាហ្នឹងហៅថាអ្នកវកអនុកម្មធាតុចាស់កន្លែងណាទៅស៊ីវនប្រាប់ទៅសារៈឯងមើលណា
sạch rồi chia cam á vì họ hà tới đó nào đại vì mình đã chọn sầm bọc về bên đây vì với lo tụi nó về lại chứ này đứa với nó hai đứa nó ngồi miền tầm lấy không cả ấp luôn có sáng đó nè vùng miền phơi bộ âu tận đắng á nè thì pôn sầm máy đã bại cái hot sầm máy pol pol hai là sầm máy xa tiền nào đó chiêm đã cảm chiêm mấy sầm máy mấy bà bị bá búa limitในการตายในพ้นอันมีสารีพิเศษสมัยชาติเรารบชิมในกัมพูชีไปเทียนบอสไอ้ปอนตายอันมีตายหรือมาซังอย่างบ้านเนี่ยอันมีตายหรือสไนฮาโปรเซสบ้านเนี่ยอันมีตายหรือไอ้สบายฮือฮาบอสจับบอสไอ้บ้านตายมีตายมวยก็ก่อสร้างปฏิวัติก่อเอาเตียงจนเวงเพลาลุ่สลายจุนรอดลุ่สลายจุนรอดทีนี้ปัจจุบันบอสเราจะอีดบำพดปีอยู่หดก็เจ็บว่ากระไหลเธอสนาได้บอกก็เกี่ยอาจจะตัวอยู่บ้านให้ชอบมันจังการปฏิในเต้ามวยกระไหลนะนิมิตกรรมโอ้แต่เมื่อเรื่องมวยที่บอกที่อยู่หดได้โจเมียได้โจยอดเรื่องนั้นฮะนิมิตกรรมใจปีน่าใจปีสนาได้บอกlời xích con này lượng lời xích bọn này pôn con này cái vô rồi xích này ha xích đây to cái vô to luôn thiệp cho môi cái vô cửa xa thông chiền lời xích năng xì mến pi nè năng sờ lạnh kia thì trong thì dễ thả tuột bay phai đây năng là liế còn mình ai bao phẩm bay xích đây xích này ha nó bàn đây po pan tai ở bốc niên xì món nè mê to bay không anh à bốc lơ xít chỉ mê to châu đi vọt sát tại prema sát rơ ở bốc lơ xít ao tập bằng hạt ri cho bát trả à bốc xi men cho này thế à ta anh chả châu đi vọt đấy chọn ban cọp cuối tiết bài và cái ở trên một giọt muối nước cha một mấy giọt mấy nhạc mấy là mình cầm lăng chiến chẳng ở phục lơ xít chán chán chấm lấp luôn đấy được mà đời chẳng xịt đây nè há nè việc thông pan man đấy việc tàu chiên cách dục rồi sao thế nên chẳng bạn lời xí nè sọc chất bắt đánh cho môi nương Simon tập phép ở phục Simon thầm đó đá mới tranh bị giật một cái mình trong coi một lời xí nè ở phục nương Simon có thể bắt đi sai lời xí cháu của xịt đây nè to luôn nên cách dục rồi sao cách dục của xã thông truyền tại pê đây là xít sông xây nặng niên xí men áp bộ mấy rồi xít tự bán prem hà sát nom ao tranh từ thôi chùm bằng một cái mũi đợt tây ra cho mình chinh tiền chinh chùm bằng cho mà vinh cách dục của xã nên cách dục chết mũi na thông truyền cách dục chết thông truyền chẳng niên xí men thử ta tua vô là xít thế nên cách dục chết thông truyền ôn từ mới để cho mi hay cho gió giọt chỉ dụ chuẩn của mày sừng há kháng hướng ấy chim tiêu san phải được sai đôi xa kết vô cô xa về thông phê giọt có là con xin nè mà nâng việc khôi pung khôi cô xa vẫn là phê để giọt lang thơ mê tọm đó chim tiêu san của ông tôi vô giọt kết vô chiết để thông những kết vô cô xa là cái nhá lại nữa lại nhìn mất cam máu lại nữa nè ăn được cam chứ nè vẽ cam để cho miệt tới do cầm trên đó chứ lại lúc ra mũi ao chùm tiêu sài thoại cùng cầm trên đó lại thọp cho nó ngay nữa á lấy nữa còn là cài tay chịu rút và phốt đấy lại thoại cùng nhé anh nâng nơi ở rộng ăn miên đi anh nâng hai thiệt mày hai nẹt vẽ cảm bộ mùa nụ cắm và cá chia nị mất được cảm mũi nhóm thì vậy chẳng chồng chưa đã ôn ọt chưa thế và đấy ọt chưa vào bộ đại ban ăn rửa nông chứng tục chi diễm an hay an tiệt hoặc nhom kết thả nhom kết hết hay sừng khâm ta làm hà thiền sẽ có bị lại nắng ba lục ở sẽ cho nên đại miền chụp nét đang buộc búa mà thưa bát thả khám này chụp bắt ở đó khám này ấp rung đó này chia đây cả thưa bát thả mùi pê lắm á cho cam miên tầm lấy smartphone điện mà cho mấy đó đây nơi sắp kia là cái riêng chuyên lươn nó đau xa kia ở xa chuyên nhà mình chỉ biết đang phục vụ mà thua và thật thà khai được pi khai thơm đo khai pi khai thơm đo nó hay là cái độc khách thôn thêm nó bảo cái áo về riết chầm lại hỏi pe nó kia sẽ lại gió
nhà na khẳng để nắng do mầm rạ cá nơi sọc chia lại đây cho kêu đọc đà tỏ đấy nhẹ khẳng này bậc cái bởi mẹ nó mình chọn phớ có cái đã khó sanh giá đó hiện chóp tới tầm rạ cá nơi sọc chia lại buồn cha mẹ rạ cá ở bậc cái miền tại bậc cái nè đang ngay tại sự cung dương cùng đất chi phí dương này tiếp này chẳng dương ăn ai tới ai hộp ban ngày bị năng tê chẳng nhà na đói được ca sắc xa đến số về hương sầm khăn màu mã đấy để trong mưa bên ta khơi chẳng ơi ta khơi lên xong lại tới đang bàn bong thế đây bàn bong mềm xa hay thế nào bố năm cầu mùi cho riêng thuộc bố 87 89 xong lại ta xa trâu này đời xa tế tăng bị tôi krôi chma máu vọt aram này chỉ ti sakara chỉ ti cái lạnh để cho chết bầm phật rồi bò sạch hay cái nào cần dây không niệm mình không niệm trai xong mình không niệm xong đại ấy thế cái nào chả cái này dây không niệm này sốc bắt đầm bòn để mà đó hay pre chào tất cả na để cầm lại cao chia nó lên đen đây nín á lùng cha đạp bịa cái nào đừng chút chip đó không đuông chết thả cùng nứt smart đây út đâm cái tị rồi bò này bắt bom đấy dạng mấy vậy bà pre kêu chào tất cả để lục tất cả khách xe mau ní thông một đặc nòm ní cái nằm đằng đâyแต่ว่าถ้าเรียงกายเราบอกเนี่ยบัดมองจัดกลุ่มนึกเนี่ยบัดมองได้เกิดได้จุบเราเลยตึกใดนี่ฮะสกออะไรเปียกันนั่นยี่ท่านเนี่ยสกบัดมองมามันนี่มันเศร้าโจจัดชลัวต่อเตงมันเศร้ามันเศร้าประกอบให้พอเลยแต่มันส่วนนั่นคือมวลกิจจันมันกิจจันได้กิจวิเชียรได้สานิสัยผู้ยังcái này gì chứ mình ta sai thằng xây thế bẩn bòn này mấy đi chồng gì thì say phụ dương chú chất cầm nạp chú chất sao là bạ và thà lúc tết ná bàn mà rồi tại bà thà phụ sao là bạ màu sầm đấy mà còn chú chất anh nó ngọt ấy con này say hay sầm đấy lúc pha đấy cái nào cô nam cha bàn bòn cho anh ní miền sạch pì vọngสมเด็จพระวันรัตน์อิวตูดพระองค์ยังโจติสุกตนำมาปนบุญรอยหกเปิลตั้งไปหกเปิลมาละโหดอมไพบุญนี้ตึกเมียนมาอังเตียดคือกันนาเนี่ยเองกรอยหาสัมเปิลนำให้ตั้งแต่วิกันนาลายสมเด็จมาเรื่องจะจอบสอบแคดบันบองเนี่ยสมเด็จลูกจะปลอยเลยเนี่ยมาจังไรมาพิมหาไรว่องนะมาจะลางสมเด็จมาก็ทำตอนลางสมเด็จดึกเมียนเรื่องแล้วนะเจียบันดาซาหรือเจียปุยโปเจแคดปโกนามจากคณะเอียนคลุนในประมาณเจียมาชนำปีจงกรอยนี่ปันใต้ตันเติมดังนี้ขณะก็เอาจามอนุสาวรีย์เอาปิโต้การเรียนโทโบไอลูกครูเจ้าแต่กาแต่เอากระสาวปูขมิ้นได้อัดเคลียนได้ไอ้นั่งเอาตามภูมิตามไอ้นั่งตามภูมิตามไอ้ให้ลูกครูเจ้าแต่กาเปรมไตรซองนั่งตกกับเชอกับไอโยมเธอศาลาเรียนเมาเนียดโยมปุตบอสัตชื่อเจียขนมภูมินั่นคือกนาเมื่อเคยปิโตยมาเมื่อเคยจังดำหลังเราปิโตยนั่นขนาดเราเอาประหลัดอาซานเย่ตะเราเอาประหลัดถังตั้งปีสมัยโยมปองโยมกนาเนี่ยโยมบุมาจรีนงได้นี่เชี่ยเอาไว้ได้ตึกใดบัดดำบองประซองคัดบัดดำบองเนี่ยสระบัดดำบองนั่งแต่แต่โจรูมเฟื่อกิจการเราขนมกิจการศาสนาขนมเพเวะระบอเนี่ยบัวนั่งลมจ่าได้เมียนชั่วบอสำเร็จนั่งบาสำดัดพระพุทธเจ้านี่จะอำจ้าโลกุสามวนมาลงเมียนเนียดโยมเราบัดดำบองเนี่ยโปสุสาอันปีเนี่ยสระยืงปันไตปะโกนามจ้ายมกันนะไงเนี่ยจองตูลปะเกณฑ์ส้มปะกะรณาเจมจ้าเจมเสปะครูจัตกาช่วยเจมเสกันนะเมื่อมันเคยกันนะเมื่อเคยเข้าเกลุกจ้า
គេថាសម័យបច្ចុប្បន្ននេះមនុស្សអសិលធម៌ច្រើនដោយសារតែបច្ចេកវិទ្យាកាលណាមើលមិនឃើញអញ្ចឹងគេថាមនុស្សនៅតែមនុស្សដដែលហ្នឹងប៉ុន្តែវាអាស្រ័យអំពីការប្រើប្រាស់លោកម្ចាស់មានទូរស័ព្ទគ្រប់ព្រះអង្គណាដែលចេះប្រើទូរស័ព្ទឲ្យអស់កម្មវិធី 100% នេះអង្គណាចេះបកូនណាខ្លះមានទូរស័ព្ទស្អាតចេះតែទេចេញហើយទេចូលទេនេះដាក់ប្រមាណអង្គណាចេះទាំងអស់នេះយើងអត់ចេះប្រើទេនេះឯងជាវិបត្តិរបស់ពួកយើងដែលយើងមានឡានហើយយើងមិនចេះបើកហើយយើងនៅចេះតែបើកទី1ទី2ទូរស័ព្ទណាអង្គខ្លះកណាទូលប្រកេនកុំគិតថាកណានិយាយនេះប្រអាប់អីទេណាយើងអង្គខ្លះអត់តាន់ចេះប្រើទូរស័ព្ទផងណាពេលណាដែលគួរនិយាយពេលណាដែលមិនគួរនិយាយអញ្ចឹងបច្ចេកវិទ្យានេះវាធំបកូនណាធំណាស់ហើយបើសិនជាប្រដេកប្រគុណមិនប្រយ័ត្នទេគឺវាមានវិបត្តិហើយខេត្តបាត់ដំបងនេះណាបកូនណាជាខេត្តដែលនៅសេសសល់អារាមវប្បធម៌ប្រពៃណីច្រើនជាជាងខេត្តណាទាំងអស់នៅក្រោយពេលដែលខ្មែរក្រហមដួលរលំទៅអញ្ចឹងសំណង់បុរាណអ្វីគ្រប់យ៉ាងដែលនៅតាមខេត្តពីបុរាណហ្នឹងគឺនៅច្រើនណាស់ព្រោះហេតុដូច្នោះហើយឲ្យតែពេលមានប្រជុំតាក់ទងនឹងអ្វីដែលជាប្រពៃណីដាច់ធំតែងតែលើកខេត្តបាត់ដំបងហើយសរសើរលោកគ្រូចាតកាសាព្រះមន្ត្រីសង្ឃខេត្តថាព្រះអង្គព្យាយាមកសាងថែរក្សាអភិរក្សសំណង់អីទាំងអស់នឹងច្រើនណាស់អញ្ចឹងបកូនណាពូជនៅបាត់ដំបងយើងនេះថាអញ្ចឹងចុះឲ្យវាអាក្រក់ស្ដាប់តិចវាខ្ពស់ដែរណាមានឈ្មោះបោះសំឡេងទៅក្រៅច្រើនដែរណាជាអ្នកស្លូតជាអ្នកចេះដឹងហើយក៏ជាដែនដីមួយដែលសម្បូរទៅដោយវប្បធម៌ដែលសម្បូរទៅដោយធម្មជាតិហើយអាណត្តិនេះទៀតអៃដាមបាខេតអ្នកស្រុកបាត់ដំបងទៀតណាអញ្ចឹងល្មមធ្វើបាត់ដំបងនោះខ្លាយមិនថាខ្លាយទៅជាគំរូគេទេគ្រាន់ថារក្សាតំណែងរក្សាគេឈ្មោះយើងដែលពីអើយណាមកឲ្យនៅទៅប៉ុណ្ណឹងបានជាគំរូកណាំចាស់ប៉ុន្តែបកូនណាថាព្រះអង្គចឹងមានពួកយើងនឹងសិតតែមនុស្សអាក្រក់មែនទេចង់និយាយថាពីដើមហ្នឹងវាមិនសូវមានរឿងតែឥឡូវហ្នឹងវាងាកសម្ដេចទេយប់ឡើងចង្កាធ្លាក់មក10 2 10ដាច់ទេមកកណាក៏លេងឃើញលេងសម្ដេចធំគេថាបាត់ដំបងទេដែរអញនឹងទៅបាត់ដំបងមែនណាមហារាជវង្សមើលផងមិនអើយណាអញ្ចឹងបកូនណាម្ចាស់ជួយប្រាប់ជួយបង្រៀនអប់រំភិក្ខុសាមណេរឲ្យលុះនៅក្នុងធម៌ឲ្យលុះនៅក្នុងធម៌ឲ្យលុះនៅក្នុងព្រះវិន័យបដិបត្តិណាបដិបត្តិបើភិក្ខុសាមណេរអង្គណាដែលមិនប្រកបដោយធម៌ប្រកបដោយវិន័យលោកគ្រូចារិកាហៅមកគុណណាហៅមកព្រានបដៅបកូនណាអើយយ៉ាងម៉េចហើយប្រាប់ម្ដងស្ដាប់ប្រាប់2 ដងស្ដាប់ប្រាប់3 ដងស្ដាប់ដាក់ទៅអាចុងក្រោយនោះកុំទុកវាអត់មានពេលទេលោក 9,000 អង្គគ្មាននៅអញ្ញាអញខ្ញុំ1 2ហ្នឹងទេនិយាយចឹងថាគូសាហាវមិនអត់ទេសម័យព្រះតែអ្នកឯងបួសមិនបានអ្នកឯងចាក់ចេញពីធម៌វិន័យរបស់តថាគតមិនបានសន្យាឲ្យអ្វីអ្នកឯងនៅក្នុងសាសនានេះទេបើអ្នកឯងមកមិនបដិបត្តិធម៌នោះឬវាអញ្ចឹងកណាឥឡូវនេះមករយៈចុងក្រោយនេះកណាទូលប្រកេនព្រះគ្រូចាតកាឥឡូវនេះរឿងស្អីមិនតិចទៅដល់ពេញហើយឲ្យទៅដល់ពេញដឹងតែមកដល់វត្តណាឡោមអញ្ចឹងព្រះគ្រូចាតកាហៅភិក្ខុសាមណេរមកបដៅឲ្យស្រួលទូលប្រកេន
បើមិនស្ដាប់ទេតោះយើងបែកគ្នាតោះហ្នឹងហើយបែកគ្នាតោះប៉ុណ្ណឹងកណាំចាស់អញ្ចឹងកុំឲ្យរឿងទូចមួយចៅរកាក៏លោកអត់ដឹងព្រះអនុគុណក៏លោកអត់ដឹងព្រះមេគុណក៏អត់ដឹងវាប់ផ្លោងនោះធ្លាញពេញនោះណាពេញកណានោះចុះពីលើនឹងមកទៀតអត់ទេប្រគុណណាអត់ទេការដោះស្រាយធម៌វិន័យមិនមែនជាការដាក់បន្ទុកហើយសម័យបច្ចុប្បន្ននេះវាអភ័ព្វដែរសារៈបព្វជិតតែមិនស្រួលគេថាប្រឆាំងនឹងណែសិទ្ធិមនុស្សសិទ្ធិមនុស្សឯណាមានតម្លៃខ្ពស់ជាងធម៌ពុទ្ធនោះបើព្រះអង្គនិយាយអស់ហ្នឹងព្រះសំបីតែឲ្យពួកយើងដកស្មៅហ្នឹងលោកមិនឲ្យដកផងភិក្ខុនោះត្រូវអាបត្តិតើស្ដោះទឹកដាក់អត់ដោះស្ដោះទឹកមាត់ដាក់ទឹកអីស្ត្រូវអាបត្តិតើណាស្រអប់រំឲ្យតម្លៃមនុស្សសត្វមានជីវិតតាំងពីចុងសក់ដល់ចុងជើងតែនិយាយមិនស្រួលគឺថាអានឹងសិទ្ធិមនុស្សកណាមិនប្រឆាំងសិទ្ធិមនុស្សអីទេប្រកាសថាតាមការសិក្សាកណាថាព្រះអង្គនឹងបានសម្ដែងពីរឿងសិទ្ធិមនុស្សហើយសិទ្ធិមនុស្សវាល្អប៉ុន្តែយើងមានសិទ្ធិមានប្រពន្ធដែរមានសិទ្ធិស៊ីបាយងាយដែរមានសិទ្ធិច្រៀងដែរវាមានទេអញ្ចឹងទៅប្រឆាំងឲ្យទៅទៀមទាឲ្យវាមានសិទ្ធិអញ្ចឹងអ្ហ្មិចចឹងមកកណាប្រាប់មន្ត្រីមួយចំនួនថា when you are talking about the human rights you have to be mindful on what we are practicing it's not about only you about me too គេថានៅពេលដែលអ្នកឯងនិយាយអំពីសិទ្ធិរបស់មនុស្សលោកអ្នកឯងមិននិយាយតែម្នាក់ឯងទេព្រោះខ្ញុំជាអ្នកបួសហើយកន្លែងខ្លះយើងពិបាកដែរថាអ្នកបួសហ្មងអ្នកបួសខ្ញុំដូចហេតុផលចឹងខ្ញុំអាចមានសិទ្ធិទៅរៀបអាពាហ៍ពិពាហ៍ទេអញ្ចឹងអារឿងសិទ្ធិអីទាំងអស់ហ្នឹងមកចំណែកលោកម្ចាស់យើងអត់អាចទេក្រៅតែពីយុទ្ធធម៌និងវិន័យនេះជាគោលកណាជាគោលទី1ទី2ប្រគល់ណាម្ចាស់រឿងអ្នកបួសហ្នឹងណាដូចព្រះមេគុណឥឡូវកណានិយាយក្នុងក្របខ័ណ្ឌខេត្តយើងលោកមេគុណចាស់ហើយលោកមេគុណជួនចិត្តកៅហើយ86 87អង្គុយបានតែ5នាទីទាទៅវត្តបណិតខូចមកចំហៀងលេងចង់ដឹងរឿងអីលោកហត់នឿយលោកមកជីវិតទៅលោកដូចនេះណាចាំសួរដេគុណចាស់បជន86មើលអញ្ចឹងទាឆាន់តែកខ្វេណាលោកប្រឡាត់85ហើយប៉ាត់អង្គុយទេមុនមកនេះឥឡូវនៅសល់តែពួកយើងដែលជាប្រធេរៈចាស់នេះបើសិនចំនួននេះណាផ្នត់បដិបត្តិនៅខេត្តបាត់ដំបងយើងបណ្ដោយឲ្យទៅយ៉ាងម៉េច20ឆ្នាំ30ឆ្នាំ40ឆ្នាំទៀតវានឹងទៅអញ្ចឹងភិក្ខុសាមណេរលេងគោរពចាស់ទុំណាកណាភ្ញាក់ថ្ងៃមួយកណាទៅស្រុកកំណើតកូនលោកមួយគេគ្នាគេ3 4 5អង្គនៅវត្តកណានោះមួយអង្គមួយសួរលោកបងជាណាគេលោកនោះអាយុហើយជា11 17ឆ្នាំចេះសួរកណាទាំងកណាឈ្មោះយន់សញ្ជាតិបានលោកមួយអង្គមួយទៀតគេបញ្ជួនប្រហែលជាដូច20កំណឹង9 10ហ្នឹងគេថានេះដៃស្ដាំទេវងថ្ងៃនោះទឹះប៉ុននៅផ្ទះបន្តិចកុំបី5 10កញ្ញកដាក្បាលហ្នឹងណាឃើញទេទៀតបកូនណាប្រធេរៈពួកយើងណាដែលទៅហ៊ានប្រធេរៈធំឲ្យទៅឃើញហ្នឹងកិច្ចគាត់ទៅថ្វាយគុំឲ្យកិច្ចខ្លាចលោកសួរនេះអត់ទេគួយលើរឹងយកជើនេះចោលវិទាំងក្បាលឯងទៀតណាដៃស្ដាំទេវងអានេះណាតែយ៉ាមិនទេនេះរឿងមិនរឿងធម្មតាទេកណាម្ចាស់ហើយកណាមើលអាយុលោកនោះកណាបកើតបានកណារឿងនេះកំ pl ែងតែមិនធ្លាប់កើតមានសម័យពួកយើងនៅបួសពីដើមទេណាប្រគល់ណាបង្រៀនអភិសមាចារឡើងវិញណាតែមិនស្រួលចន់ដេគុណលោ
អត់បានទេរឿងនេះជារឿងទួចតែវាឥទ្ធិពលសាព្រោះកាន់តែធំហើយឥឡូវប្រគល់ណាម្ចាស់ពីដើមយើងគ្រប់គ្រងវត្តឲ្យតែបិទទ្វារចប់ហើយលោកមិនចេញទៅណាទេឥឡូវអត់ទេប្រព័ន្ធបច្ចេកវិទ្យាទេជួបមុខក៏បានបើថាមិនចង់ឲ្យឃើញមុខឃើញស្អីក៏បានដែរនេះគុណធំចឹងមកកាលណាចេះតែប្រកេនណាកុំទៅថតស្អីលេងផ្ដេសផ្ដាស់ណាអានឹងមិនបានទេណាតែបាត់ទូរស័ព្ទចេះចឹងថាអីផតគុណមិនខ្មៅមែននេះបកាយពលនេះមិនក៏ខុសចឹងមិនបានទេណាអានេះឥឡូវប្រគុណណាទុកអត់បានទេដកទូសង្គមវាដើរដល់ដំណាក់កាលនេះហើយអញ្ចឹងមានតែមួយទេយោបល់ខ្ញុំកណាត្បិតតែអ្នកបួសកណាមិនមើលឃើញថាការសាងភ្នោះសម័យឥឡូវវាយ៉ាងម៉េចប៉ុន្តែភិក្ខុសាមណេររបស់យើងនៅតែមានសទ្ធាចូលស្ដាប់នៅធម្មវិន័យបានប្រសិនបើលោកគ្រូចតកាព្រះមន្ត្រីសង្ឃយកចិត្តទុកដាក់បង្រៀនវត្តបដិបត្តិជាច្រើនដែលយើងចូលទៅខ្ញុំកណាឃើញវត្តច្រើនណាស់ដែលកណាចូលទៅឃើញអាកប្បកិរិយាការគោរពការស្វាការទទួលរាក់ទាក់របស់ប្រទេរៈមកពីក្រៅវត្តហ្នឹងល្អណាស់វត្តល្អកណាម្ចាស់វត្តច្រើនដូចជាវត្តអណ្ដើកវត្តអីឃើញប្រទេរៈចៅតកាមកទេអណ្ដើកមិនមកណាមានអណ្ដើកមានអីច្រើនទៀតមានគ្រប់តវត្តហ្នឹងល្អអញ្ចឹងទូប្រកេនបញ្ជាក់ថាប្រកណាជាម្ចាស់គិតកន្លែងទៅនឹងជួយបើប្រឡែងទៅអស់ហើយម្ចាស់អស់ហើយតំណែងអីណាគេឈ្មោះរបស់អ្នកស្រុកលិចបាត់ដំបងនេះនឹងសាបរលាបទៅចំណន់ពួកយើងនេះហើយបើអត់ទេមែនទេបដិប្រគុណប្រធេរៈនៅជួរមុខនេះយ៉ាងច្រើនណាស់5 10ឆ្នាំទៀតសកូតអស់នេះកាលណាគ្មានថាមិនទេប៉ុន្តែបច្ចុប្បន្នប៉ុណ្ណេះមានតែនៅទេ20ឆ្នាំទៀតដឹងបានអត់នៅ10ទៀតដឹងអស់ខ្លះដឹងនៅបានអាចារ្យសៀកដឹងដល់ភ្ជុំអត់ណាជីវិតមនុស្សមិនទៀងទេអញ្ចឹងកាលណាគិតអំពីទម្លាប់កាលនៅពីតូចហើយនឹងអ្វីដែលកំពុងតែកើតមានតែធម៌និងវិន័យទី1ទី2ទៀតរឿងព្រះអង្គប្រសង់បកូណាគ្មានជនជាតិណាមួយបើសិនជាប្រទេសនោះមានជនជាតិស្រឡាញ់ទឹកដីរបស់ខ្លួនវាជារឿងផប់ប្រេងវាសនានៃដែនដីនោះណាស់ពួកគេចង់បានតែអញ្ចឹងទេកាលណាប្រទេសនោះមានជនជាតិមួយស្រឡាញ់ទឹកដីរបស់ខ្លួនណាប្រទេសនោះគង់វង្សព្រោះកាលណាស្រឡាញ់វាមានសាមគ្គីភាពកាលណាវាមានសាមគ្គីភាពវានាំឲ្យមានសន្តិភាពកាលណានាំឲ្យមានសន្តិភាពវាមានការអភិវឌ្ឍកាលណាតែមានការអភិវឌ្ឍវាមានភាពខ្លាំងនៅក្នុងហ្នឹងការរីកចម្រើនណាតែសួរថាទឹកដីដែលវាធំតែយើងស្រឡាញ់ប្រទេសជាតិហ្នឹងដោយយ៉ាងដូចម្ដេចស្រឡាញ់ដោយបញ្ញារបស់យើងដែលយើងមើលឃើញឬក៏ស្រឡាញ់ដោយយ៉ាងម៉េចអញ្ចឹងទេបកណាជាម្ចាស់សូមបកអំណាសិក្សាស្វែងយល់អំពីព្រឹត្តិការណ៍សង្គមនីមួយមុននឹងបញ្ចេញយោបល់មុននឹងថាអ្វីមួយមុននឹងពោលទៅអ្វីមួយព្រោះដែលអាដាមអាបាខេតលោកមានប្រសាសន៍ហើយពាក្យសម្ដីរបស់បកូនណាមួយម៉ាត់ចេញទៅគឺញោមជឿហ្នឹងទេណាថាត្រូវคล้ายទៅជាព្រះតែហ៊ានទៅថាខុសអាចធ្លាក់ពីព្រះមកប្រែតាឡូវហ្នឹងឃើញណាពាក្យសម្ដីព្រះលោកផ្ដាំហើយតែវាមានឥទ្ធិពលណាស់មួយម៉ាត់ទៅលើមួយម៉ាត់ចុះក្រោមអញ្ចឹងពាក្យស្អីដែលនាំឲ្យបកកនៅវឹកវរដល់សង្គមដល់រដ្ឋាភិបាលដល់អាជ្ញាធរដល់គណៈសង្ឃពាក្យខ្លះដែលវានៅក្នុងចិត្តណាដែលចេះតែនិយាយចេះតែពោលណាសូមបកូនណាម្ចាស់មេត្តាពោលដោយប្រុងប្រយ័ត្នថាតើវានាំអ្វីដល់ប្រយោជន៍ដល់សហគមន៍យើងទេណាដល់ទេបើវាអត់នាំទេពាក្យណាដែលពោលហើយវាមិនបានជាប្រយោជន៍ដល់ទេកុំពោលហើយបើសិនជាយើងមិនច្បាស់ដូចជាករណីរឿងការអភិវឌ្ឍលោកម្ចាស់យើងនៅចប់លាវចប់យួនចប់សៀមយើងទៅធ្វើមិនបើយើងមិនធ្វើការអភិវឌ្ឍជុំគ្នាទៅធ្វើមិនស្រុកណាក៏ទៅចឹងការអភិវឌ្ឍ
ហើយពិនិត្យមើលក្បួនហ្នឹងពិនិត្យមើលរចនានៃចរន្តរបស់សង្គមហ្នឹងគេធ្វើយ៉ាងដូចម្ដេចពេលខ្លះទៀតកណាគិតថាពេលខ្លះទៀតយើងដូចមានជំងឺខ្លាចបរទេសអាម៉េចណាដូចបាក់ស្បាតប៉ុន្តែសួរថាអាជំងឺហ្នឹងយើងដឹងទេបែបខ្លះដោយសារប្រវត្តិសាស្ត្រវាយើងឆ្លោះគ្នាមកវាចង់តាំងពីធ្លាក់អង្គរមកជឿជិត 1000 ឆ្នាំមកយើងវិចកវិចឆ្លោះតែគ្នានោះតមកដូច្នេះដូចបាក់ស្បាតដូចមានជំងឺបាក់ស្បាតមិនឲ្យទៅលឺបរទេសភ័យស្លន់ស្លោបែបខ្លះទៀតអញ្ចឹងនេះសម័យយ៉ាងនេះជាពិសេសប្រសង់បកូនណាម្ចាស់កណាចេះទៅបកសំបិនបាតបកូនណាឲ្យអានប្រវត្តិសាស្ត្រឡើងវិញហើយមើលរដ្ឋាភិបាលថាលោកអភិវឌ្ឍនឹងលោកដើរយ៉ាងម៉េចវាពិតជាអញ្ចឹងមែនទេទឹកដីយើងបានយើងរក្សាបានដោយប៉ុណ្ណេះដោយលំបាកតើអ្នកណាបកូនណាម្ចាស់នឹងហ៊ានលើកដៃកាត់ដីនឹងទៅឲ្យវល់ទេប៉ុន្តែកិច្ចការរដ្ឋាភិបាលខ្លះវាមិនមែនគេបង្ហាញម្ដងគ្រប់ទៅរឿងដូចយើងនៅវត្តអញ្ចឹងរឿងខ្លះក្នុងវិន័យមិនឲ្យប្រាប់អនុសម្បណ្ណណាឯកឧត្តមវិន័យខ្លះព្រះអត់ឲ្យនិយាយប្រាប់ប្រសក់ទេពេលកាត់ទោសលោកសង្ឃអត់ឲ្យប្រាប់ទេដូចរឿងត្រូវសង្ឃេតសេះអីមានហ៊ានទៅប្រាប់អនុសម្បណ្ណហ្នឹងត្រូវទោសកណាកិច្ចការខ្លះមនុស្សវាអត់យល់ចឹងកណានិយាយក្នុងទីនេះចង់ឲ្យបកូនណាអ្នកស្រុកបានបងយើងមេត្តាសិក្សារឿងហ្នឹងឲ្យបានអញ្ចឹងទៅបកូនណាពូលមួយម៉ាត់មួយពាក្យមកវាអត់ខុសទេដោយសារតែវាច្បាស់លាស់វាពិតប្រាកដវាអញ្ចឹងកណាដោយកណាអញ្ចឹងមករយៈចុងក្រោយនេះគេថាមានអ្នកខ្លះគេថាអូបកូនណាជេកណានឹងអាខមមិននឹងមិនអស់ចិត្តអ្នកខ្លះជេកណាតាមសម្លេងផ្ញើឲ្យកណាស្ដាប់ទៀតជេអាយអាត្មាគេជេដែរអត់ដឹងរឿងអីសោះជេណាគេអ្នកខ្លះគេថាបើរៀនចប់ពីអាមេរិកមកហើយមិនក៏មិនសឹកជួលកសាងជាតិមិនទៅអញ្ចឹងទៅណាអូពុទ្ធោហើយប្រទេសត្រូវការគ្រប់ផ្នែកទាំងអស់បព្វធម៌ប្រពៃណីសាសនាពេទ្យអក្សរសាស្ត្រទាហានប្រសក់លោកទាហានតែម្នាក់ក៏មិនអាចការពារទឹកដីបានវាត្រូវគ្រប់ជ្រុងទាំងអស់ព្រះអង្គតែមួយអង្គក៏មិនអាចថែរក្សាសាសនាបានបើអត់ញោមមិនយើងមានអីឆាន់អ្នកណាចេញមកកសាងវត្តទៅរុស្ស៊ីកសាងវត្តអត់ទេអញ្ចឹងមកប្រទេសទាំងអស់ហ្នឹងវារួមទាំងអស់កណាអញ្ចឹងទូលប្រកេនត្រឡប់មកវិញថាតាក់ទងនឹងរឿងជាតិសូមបកករណាសិក្សាឲ្យច្បាស់សិក្សាឲ្យយល់ដូនតារបស់យើងទាំងអស់គ្នាហ្នឹងប្រឹងដែលនៅសល់ប៉ុណ្ណឹងមិនសល់គេឲ្យទេណាសល់យើងការពារណាមិនគេឲ្យយើងទេស្លាប់ប្រមាណរក្សាទឹកដីបានប៉ុណ្ណឹងហើយបើសល់ប៉ុណ្ណឹងបើយើងនេះទៅទៀតនោះជ្រៀកទៅឲ្យដូចគេថាអញ្ចឹងទៀតហ្នឹងអានោះនឹងថាមិនទេនោះយើងគិតទៅប៉ុណ្ណឹងទៅប្រកូនណាពុទ្ធបរិស័ទកាន់កំភ្លើងផងការពារទឹកដីថែរក្សាសាសនាផងយើងមិនកាន់កំភ្លើងតែយើងថែរក្សាសាសនាអញ្ចឹងហេតុណាមួយដែលបំណំឲ្យពិបាកដល់ញោមរបស់យើងសូមលោកម្ចាស់ជួយកំហុសដ៏ធ្ងន់មួយដែលយើងកើតមានឆ្នាំ1975ណាអាហ្នឹងវាកើតចេញទៅអំពីការយល់អំពីមនោគមវិជ្ជាហ្នឹងកាលកណានៅអាមេរិករៀននៅអាមេរិកពេលធ្វើបទបង្ហាញម្ដងកាលណាមិនដៃចង់និយាយឈ្មោះពួកពលពតទេព្រោះគេសួរមកវិញថាវាយហេតុអីបានអ្នកឯងសម្លាប់គ្នាអ្នកឯងកាលណាវាមិនដឹងឆ្លើយថាយ៉ាងម៉េចណែកាលណាអត់ដែរចង់និយាយឈ្មោះហ្នឹងទេដោយសារតែគេសួរកាលណាឆ្លើយមិនចេញវាធ្លាប់ទៅពួកហ៊ីតលឺសម្លាប់ជីវីសវាធ្លាប់ទៅជនជាតិមួយទៅសម្លាប់ជនជាតិមួយអានេះលេងខ្មែរលេងគ្នាឯងហ្មងហើយក៏ជាប្រវត្តិសាស្ត្រដ៏អាក្រក់ក្នុងព្រះពុទ្ធពិភពព្រះពុទ្ធសាសនាដែលពុទ្ធបរិស័ទសម្លាប់សម្ដេចព្រះសង្ឃរាជខ្លួនឯងណែសម្ដេចព្រះសង្ឃរាជហួតតាននោះអ្នកប្រាជ្ញល្បីពេញអាស៊ីអាគ្នេយ៍ត្រូវពុទ្ធបរិស័ទសម្លាប់អ្នកខ្លះកណាថាអញ្ចឹងថា
Pol Pot men Pot bò sát đấy Pol Pot men á bầm mía cái nào có Pol Pot đấy không phum cái nào nó mà cua sa cái nào nó Pol Pot của miền thì hiện ra thà với ba của miền para của miền đấy anh ấy một nô cung việc cả chẳng thà lông cha vô ban đấy thà phải bạn vô tại mình thì hả vô đòi hốt đòi vô bạn đấy đã an đã vô chẳng nè bữa con nào vô mình xuống cầm hóc cài miền hai năm chật sập ram hay dương rồi đó và tế pi mà nô cung mình mà đòi thế chôn chiết dương thế nè lông cha ông na thọp nấu tụi đàn thay tụi đàn ấy về để dương ruột về để dương bật tê dương bạch bạ tê ấy cái khác cái mừng gì dương nè bọn na thọp nấu chỉ đen đắng ơi tê cần Phật sát na cái này ở đây cái na khơi nông thôn ấy ôi ta chiết dương bạch bạ cùng sự khâm tháp bò tê cái oi tầm lai dương nu mình tê chăng cô na vót chiêm mà chết mình đôi mũi để Phật bò sát oi tầm lai na vót đạch khát trâu chỉ cần lanh để Phật bò sát chôn một chu bỏ ông bàn chỉ ti cần lanh để bằng cát là sao mà kỳ thua chỉ ti cần lanh oi nó sẽ cái đây sọc chỉ ti cần lanh để prom soi sọp nè phum nè meta cả rồi nè hay cô chia cần lanh để leh băng ở vây cục giang sầm rạp sầm cung triệt đây pro hai đôi này xôm và cả rồi nè chiêm cha ao cả sau bị khổ sa mà nè rồi bỏ dương oi đào phơi trâu chiêm sẽ oi thuôn nó không thua sờ lanh sầm cung nhôm dương cả đặc nằm bát tê chuyện nó vừa âm bàn lo ít cho mà rồi với tay từ với tay từ miền chân lọt từ miền bắc hầu chứ đạp ai đầm miền bắc sao nữa hình như chăm chế mới đấy thế nè đối với đất nam vót chẳng có con nào năng vót chẳng với tay từ miền chân lọt bắc hầu chẳng ca chân lọt bắc hầu nó cua khai chỉ tí chui chrum trên rồi bao dương còn pin mình thèm cái nào bọn đây hay cái nào muốn năng mình chọn cái nào phải chẹo mà mặn cái nào phơi ca cho mui và sòng thay và sòng yuan sòng lao sòng phủ mía cái nào phơi cá mà phay cho nào ai buồn đi khẳng nặng mình thầm đà rê miền rừng lô làng Facebook này phụ nữ lăng một suốt nói chung với đại soang yun là còn từ vấn đề pi rồi ông này dây mà pay phía xa lăng thấy một sao yun này sao pro kê về lăng thay lăng đấy lăng không ai dân lăng ấy lăng tận trâu ca của ông đây cái nào mình mới khơi phép ở cha rồi nè đặt tay nâng thải dương thơm ca thế mình thế phần là con cái nào trong tu bậc kênh tha kê ban riệp trong khuôn đã hay chẩn non cái nào nè lâu nâng lang căn ca tập nó không phải tiết nó không phải sát na nâng cái nào chẳng bằng cái khăn á hãy cho bà dương mình nằm cái này bùng rưng thì vọt luôn bật đọc côn trao dương ở sắc xa riêng sâu tế nhưng nào phân năng nào chắc vọt là xa chênh máu ta xa kề vọt là xa chênh máu xa kề để xa ta dương ở bán sắc xa cái nào dây dàng được chứ này mình men bắt đầu ám thế bộ dương bạn đa mà đo tầm nạ cả lý có xóm là muôn thì nó riêng luôn ở khai tôi chứ chùm non cùng rú sầm rạp chùm non cõi cái nào dây không có khăn sát ná đây vô bài ấy số cùng cái tục ở nhôm cái ní sao cái nào dây ta công dương này buôn này ta tua khó trâu khang này sát ná này chăng vọt aram để miền vị sai Phật cảศึกษา chui phong vọt nào để bằng sala nó vọt chết nó chui phong chui tam là tập hiệp nào để ai phơi tập bàn chui phần cái nào đang tháp cô nào bàn phơi cái can Israel mà hơi chân chân phơi tiết phơi là hốt đào ngay ngọt luôn tầng pa ong tầng đại tầng cái này tầng ong này tầng pro dương chỉ thắt đất nằm
ដល់ព្រុសហ្នឹងធ្វើដូចទីគុណហ្នឹងណាដល់ត្រុតត្រោមហ្នឹងព្រោះអាហ្នឹងវាជាភារៈជៀសវាបំផុតណាចឹងប្រកេនប៉ុណ្ណឹងប្រកេនចឹងសង្ឃឹមថាបាត់ម៉ងយើងឆោងចាប់យកតំណែងហ្នឹងមកវិញមកថាជាតំបន់ដែលស្ងប់ស្ងាត់ដោយអធិការជាតំបន់ដែលសម្បូរទៅដោយពួកអ្នកបដិបត្តិជាតំបន់ដែលស្លូតបូតហើយនឹងអាចคล้ายទៅជាខេត្តមួយដែលគេអាចសិក្សារៀនសូត្រខេត្តបាត់ដំបងនេះណាបន្ទាប់ពីភ្នំពេញគឺខេត្តបាត់ដំបងនេះហើយដែលមានប្រសង់សាមណៈសិស្សសាមណនិស្សិតនិមន្តមកគ្រប់ខេត្តក្រុងទាំងអស់មិនដោយសារសម្រស់ស្ទឹងសង្កែទេណាគេណាម្ចាស់ណាដោយសារទម្លាប់អ្នកស្រុកនេះដោយសារតែភាពសម្បូរបែបនៃស្រុកនេះដោយសារតែអត្តចរិតរបៀបរស់នៅរបស់អ្នកស្រុកនេះបានធ្វើឲ្យអ្នកស្រុកដទៃនឹងលោកមកមិនខេត្តដទៃវាអន់ជាងយើងទេតែខេត្តនេះអាចបង្កលក្ខណៈឲ្យព្រះអង្គមកជ្រកកោនសិក្សារៀនសូត្របាននេះជាអ្វីដែលជាគេឈ្មោះរបស់ខេត្តបាត់ដំបងអញ្ចឹងជួយកណាឲ្យកណាសឹងបានស្រួលផងណាតែអញ្ចឹងដាច់ទេមករហូតណាដាច់អាដាមដាច់អាដាមណាប្រទេសជាតិត្រូវការកសាងរាប់រយឆ្នាំមិនក៏យើងនឹកឃើញអញ្ចឹងទៅជប់ឲ្យចេញទេបើជប់ចេញចាស់ចាស់យើងជប់អស់បាត់ហើយយើងមិនបាច់លំបាកដល់ឥឡូវទេគឺទៀមទាពេលវេលាហើយការអត់ធ្មត់ណាកណាមួយចំនួនទៅចំនួនអញ្ចឹងអ្វីសកម្មភាពណាដែលជាហេតុនាំឲ្យផលលំបាកទៅដល់រដ្ឋាភិបាលទៅដល់អាជ្ញាធរខេត្តហេតុណាដែលនាំឲ្យបែកបាក់ក្នុងពុទ្ធសាសនមណ្ឌលរបស់យើងពាក្យណាដែលវាក្រោតក្រៀតនិយាយទៅប៉ះញោមនៅណាក៏ញោមយើងដែរពាក្យមិនពិរោះទេអាមឹងឃើញប្រសងខ្លះជេរប្រសងគ្នាឯងអាមឹងអានេះយ៉ាក្រក់ណាស់លោកសង្ឃអាមឹងអីចឹងមិនក្រក់ណាស់អត់មានទេកណាមចាស់មានតែភាពអត់ធ្មត់អញ្ចឹងប្រាប់ប្រសងក្មេងៗហ្នឹងដែលកំពុងពេញវ័យហ្នឹងឲ្យព្រះអង្គយកធម៌ទៅប្រាប់ព្រះអង្គកន្លែងខ្លះយើងធ្វើមិនកាត់ទុកឲ្យញោមក៏ធ្វើញោមគាត់មានកម្លាំងញោមគាត់មានក្រុមការងាររបស់គាត់ការងារខ្លះធ្វើដោយបញ្ញាការងារខ្លះធ្វើដោយកំភ្លើងអានោះវាអញ្ចឹងនិយាយចំអញ្ចឹងក្នុងស្រុកទេសគេនិយាយចឹងណាការងារខ្លះធ្វើដោយធម៌អញ្ចឹងការងារណាដែលជាកិច្ចការរបស់ប្រសក់ហ្នឹងយើងចូលរួមជាមួយគាត់ទៅហើយកុំទៅប្រមាថគាត់នឹងប្រាប់ភិក្ខុសង្ឃទាំងអស់ចូលរួមជួយទៅទីដោយការថ្វាយបង្គំដោយការគោរពយ៉ាងដូចម្ដេចអញ្ចឹងពុទ្ធនាមចាស់អ្នកធម្មទូតត្រូវតែស្វែងយល់អំពីសារៈសំខាន់នៃអន្តរសាសនាហើយក្នុងការចូលទៅធ្វើការជាមួយនឹងមេដឹកនាំសាសនាដទៃនឹងចូលដោយវិធីណាចូលទៅដោយវិធីណាពុទ្ធនាមចាស់លោកតាសនេះមានសាវកជាង 1000 លានណាគុណនាមចាស់ច្រើនជាងប្រជាជនរស់នៅអាស៊ីអាគ្នេយ៍2 ដងតើយើងចូលទៅធ្វើដូចម្ដេចហើយការដែលយើងអាចចូលទៅធ្វើការជាមួយនឹងអន្តរសាសនានេះបានលុះត្រាតែយើងរៀនបើអត់រៀនទេមិនអាចទេទៅអញ្ញអហើយអញ្ចឹងត្រូវតែមានកន្លែងបណ្ដុះមួយណាប្រគុណណាយើងថាហើយក្នុងនេះសិតតែមហាបរិសុទ្ធហើយស្ដាប់សគត់អស់ហើយបោះខាងនេះនៅទេកណានៅទេកណាមិនតាន់សគត់ទេណាមចាណានៅពេលនេះកណាបានទូលថ្វាយសម្ដេចបបថាសូមថ្លែងអំណរអគុណព្រះអង្គដែលបានធ្វើសេចក្តីអំពាវនាវឲ្យបញ្ចប់សង្គ្រាមដោយសន្តិវិធីរវាងកម្ពុជាថៃនៅតាមព្រំដែនលោកបានឆ្លើយមកវិញថាខ្ញុំកណាបានទទួលដំណឹងថាពីគេបានចុះហត្ថលេខា2ថ្ងៃមុនហើយខ្ញុំកណាសប្បាយចិត្ត
អញ្ចឹងយើងត្រូវមានសមត្ថភាពធ្វើការជាមួយអ្នកទាំងអស់ហ្នឹងទី3សម្រាប់ធម្មទូតទៅលើឆាកអន្តរជាតិបកូនណាត្រូវតែមានជំនាញភាសាសម្រាប់មនុស្សតំណាងដូចខ្ញុំបកូនណាដូចប្រសងក្មេងៗទៅបើសម្ដេចធំអាហ្នឹងអត់អីយើងអាចមានអ្នកបកប្រែអីថ្វាយតែសម្រាប់អ្នកបច្ចេកទេសត្រឹមខ្ញុំកណាអីនេះបើអត់ចេះភាសាគឺទៅមិនរួចគេទេនៅលើឆាកអន្តរជាតិចូលទៅអ្នកណាក៏អ្នកធំដែរបកូនណាអញ្ចឹងត្រូវមានជំនាញភាសាហើយភាសានេះចេះឲ្យច្បាស់ហើយប្រកបដោយវិជ្ជាជីវៈទៀតបានទៅរួចចង់និយាយអីប្រាប់គេប្រាប់ខ្មែរប្រាប់យ៉ាងម៉េចឲ្យគេយល់ណាត្រូវមានសមត្ថភាពមានប្រទេសមួយនៅជិតយើងនឹងឆ្លាតណាស់កណាឆ្លាតតែមិនស្រួលចន់ជើងយើងដើម្បីទៅនេះទៀតអត់បានទេប្រទេសក្នុងទាំងលោកទាំងប្រសក់គ្មានទេគាត់នឹងអត់បានទេក្នុងលេខយើងនោះចឹងត្រូវមានភាសាហើយភាសានេះកើតឡើងពីការសិក្សារៀនសូត្រកណាំចាស់ទី4អ្វីជាធម្មទូតត្រូវមានសមត្ថភាពក្នុងការចរចានិងសិទ្ធិសម្រេចតើចូលទៅនិយាយចរចាជាមួយគេដើម្បីសុំផលប្រយោជន៍ពីគេមកកាន់ប្រទេសយើងហ្នឹងយើងចរចាដូចមួយដេចបកូនណាម្ចាស់ត្បិតតែសាសនាទាំងអស់ថាធ្វើការដើម្បីពិភពលោកសន្តិភាពសុខដុមរមនាពាក្យហ្នឹងពាក្យព្រះទេពាក្យមនុស្សលោកអត់ទេបកូនណាអន្តរជាតិគឺជាបណ្ដុំនៃការជួបជុំហើយប្រកួតប្រជែងដើម្បីតែផលប្រយោជន៍ទេក្នុងនោះរួមទាំងវិស័យសាសនាផងបើព្រះពុទ្ធសាសនាជួបជាមួយនឹងពេហរសាសនាគឺប្រជែងផលប្រយោជន៍គ្នាបើព្រះពុទ្ធសាសនានិងពុទ្ធសាសនាជួបគ្នាគឺប្រជែងផលប្រយោជន៍ដើម្បីប្រទេសរៀងខ្លួនអាហ្នឹងទូលប្រកេននៅត្រង់ព្រះនិព្វានគ្រាន់តែយកមកសូត្រទេនៅលើឆាកអន្តរជាតិនោះបកូនណាអើយគ្មានទេបើថាពុទ្ធសាសនាជួបគ្នាគឺដើម្បីមុខមាត់ប្រទេសជាតិរៀងខ្លួនតម្រងដើម្បីទៅពូជសាសរៀងខ្លួនតម្រងចឹងបកូនណាត្រូវមានសមត្ថភាពក្នុងការចរចានិងសិទ្ធិសម្រេចចឹងមកកណាដាក់រូបនោះគឺថា ready to negotiate yes គេថាអ្នកឯងត្រៀមខ្លួនដើម្បីនឹងចរចាហើយថាបាទអញ្ចឹងកាន់តែមកម្នាក់រៀងខ្លួនមានន័យថាដើម្បីផលប្រយោជន៍អ្នកឯងបើអ្នកឯងអន់ខ្ញុំចង់អ្នកឯងយកផលប្រយោជន៍មកដាក់ប្រទេសខ្ញុំអញ្ចឹងពេលណាម្ចាស់ហើយមានសិទ្ធិសម្រេចហើយត្រូវមានសិទ្ធិសម្រេចខ្លះក្នុងការចរចានឹងបានទៅរួចមានសិទ្ធិសម្រេចខ្លះថាតើត្រូវគណៈសង្ឃឬរដ្ឋាភិបាលនឹងឲ្យផ្ដល់សិទ្ធិប៉ុន្មានទៅសម្រាប់ពួកធម្មទូតក្នុងការចរចាទាញយកប្រយោជន៍រៀងខ្លួនទី6ធម្មទូតនេះអ្នកតំណាងពុទ្ធសាសនានៅលើឆាកអន្តរជាតិត្រូវមានការគ្រប់គ្រងពីរាជរដ្ឋាភិបាលនិងគណៈសង្ឃមានន័យថាបើសិនជាមានអ្នកតំណាងខ្មែរយើងលើឆាកអន្តរជាតិគឺត្រូវតែមានការគ្រប់គ្រងពីរដ្ឋាភិបាលនិងគណៈសង្ឃបានការងារទាំងអស់ហ្នឹងទៅរួចតែមិនចឹងទេពិបាកនឹងសម្រេចជោគជ័យក្នុងនេះគណៈដាក់រូបសម្ដេចធំទាំងពីរព្រះអង្គហើយនិងព្រះមហាក្សត្រសម្ដេចព្រឹទ្ធសភាសម្ដេចរដ្ឋសភានិងសម្ដេចនាយករដ្ឋមន្ត្រីបើអត់ទេអត់មានទេប្រគុណណាកិច្ចសម្រេចទាំងឡាយណាគឺអត់ពេលខ្លះទៀតអត់មានសម្រេចត្រឹមអ្នកទៅតំណាងទេគឺសម្រេចអំពីសម្ដេចធំនៅក្នុងស្រុកហើយនិងរដ្ឋាភិបាលដូចជាករណីធ្វើសន្និសីទភពលោកអីហ្នឹងសម្រេចត្រឹមអ្នកតំណាងអត់បានទេអញ្ចឹងត្រូវមានការគ្រប់គ្រងមិនតាន់ទៅដល់គ្រូហ៊ុំធឿនទេទូលប្រកេនបន្តិចថា6ចំណុចនេះ5ចំណុចនេះប្រគុណណាអាចកើតមានបានលុះត្រាតែមានសាលាបណ្ដុះបណ្ដាលមួយដែលមានគុណភាពល្អបើអត់ទេយើងអត់អាចបណ្ដុះបានទេប្រគុណណាអត់អានទេអត់អាចបានទេហើយពុទ្ធកសកលចល័យវិស័យនូរីនេះណាមកដល់កម្រិតនេះណាមិនតាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីនឹងបណ្ដុះធ
ម្មទូតឲ្យមានគុណភាពសម្រាប់ចេញទៅតំណាងពិភពលោកនៅឡើយទេហើយយើងអត់ទាន់មានកម្មវិធីទេនឹងទូលប្រគេននៅត្រង់តែខ្ញុំកណាតែតែមានក្តីសម័យថាបើសិនជាពុទ្ធិកសាកលវិទ្យាល័យផ្សេងរួចយើងដើរបានល្អកាន់តែល្អតែទៀតខ្ញុំណាត់គិតថាសាលានេះនឹងអាចคล้ายទៅជាទីដែលអាចបណ្ដុះមន្ត្រីសង្ឃយើងបានហើយបើយើងអត់បណ្ដុះទេគឺតើរួចទេมันអាចទេកណាម្ចាស់តែมันស្រួលហ្នឹងទៅប្រជុំហ្នឹងมันអាចคล้ายជានិមិត្តរូបបានទេទៅឆ្កងប្រគល់ណាទៅឆ្កងទៅមកហើយយើងអត់ដឹងខ្លួនឯងឆ្កងទេបើយើងអត់បណ្ដុះអញ្ចឹង5ចំណុចខាងដើមហ្នឹងគឺវាកើតចេញអំពីពុទ្ធកសិក្សាអញ្ចឹងបើចង់ឲ្យយើងមានធម្មទូតមួយដែលមានគុណភាពមានសមត្ថភាពក្នុងការដឹកក្នុងការតំណាងប្រទេសគឺត្រូវតែមានសាលាមួយសម្រាប់បណ្ដុះបណ្ដាលបើអត់មានទេអាហ្នឹងគឺផុសដោយខ្ញុំប្រគល់ណាប្រហែល2-3ព្រះអង្គហ្នឹងទៅផុសចេញមកអញ្ចឹងទៅក៏បានធ្វើការយល់ខ្លះមិនយល់ខ្លះអីជឿប្រគល់ណាម្ចាស់លោកកណាលើកឧទាហរណ៍មួយតែប្រគល់ណានឹងធ្វើអត្តចរិតអកកិរិយានឹងនិយាយដូចម្ដេចទៅកាន់លោកប្រធានាធិបតីវ៉ាឡាមីពូទីនអង្គុយទល់មុខព្រះអង្គនិយាយធัวអីដូចឆ្នាំ2006កណាអង្គុយជាមួយគាត់ជាមួយដាច់ធំឃើញទេអញ្ចឹងអាហ្នឹងវាត្រូវតែបណ្ដុះណាប្រគល់ណាអញ្ចឹងរបស់អស់ទាំងហ្នឹងកើតចេញពីពុទ្ធកសិក្សាហើយរាប់ចាប់ពុទ្ធកហ្នឹងគឺរាប់តាំងពីបឋមមធ្យមឧត្តមក្រោយឧត្តមអញ្ចឹងប្រកេនថាកន្ធទរៈគឺជាចម្លើយតែមួយក្នុងចម្លើយ2ដែលអាចធ្វើឲ្យមានធម្មទូតតំណាងប្រទេសបានហើយប្រគល់ណាម្ចាស់ធម្មទូតនេះគឺជាការងារធម្មទូតនេះគឺជាការងារដែលលំបាកបំផុតផ្សេងអំពីការទូតជាប្រស័ក្តិព្រោះព្រះអង្គត្រូវប្រកបត្រូវបដិបត្តិវិន័យហើយត្រូវយល់អំពីរបៀបធ្វើការជាមួយប្រសង្ឃផងជាមួយនឹងក្រហមផងអញ្ចឹងទូលប្រកេនបច្ចៈណាជាអម្ចាស់ថាចម្លើយមានប៉ុណ្្នឹងឯងទូលប្រកេនហើយពុទ្ធកសិក្សានេះដល់ប្រឹងទាំងអស់គ្រប់ព្រះអង្គមិនអាចមានអង្គណាទេកណាម្ចាស់ហើយយើងដូចជាកណាគិតថាដល់ពេលវាមានដល់ទេគឺត្រូវតែបណ្ដុះពីសាលាប៉ុន្តែសាលាយើងនៅខ្វះខាតច្រើនណាខ្វះខាតច្រើនចឹងទី2អ្វីដែលអាចធ្វើឲ្យធម្មទូតតំណាងពុទ្ធសាសនាបានកម្រិតទី2គឺវិបស្សនាធុរៈថ្នាក់ជាតិនិងអន្តរជាតិកិច្ចការព្រះសាសនមុនីបានបំពេញក្នុងប្រទេសហើយនៅលើឆាកអន្តរជាតិទៀតកណាម្ចាស់អានឹងក៏ត្រូវបណ្ដុះដែរបើអត់បណ្ដុះទេយើងចេញអត់រួចទេយើងនៅតែក្នុងក្រុមយើងហ្នឹងតើរួចទេចឹងបណ្ដុះវិលត្រឡប់ទៅរួមមិញ5ដូចទៅបរៀនសមាធិដល់ពួកនេះអត់កាន់ពុទ្ធសាសនាអីលោកម្ចាស់បរៀនមិនទៀតបរៀនពុទ្ធសាសនាដល់អ្នកដែលមិនមែនកាន់ពុទ្ធសាសនាបរៀនសមាធិដល់អ្នកដែលមិនមែនកាន់អ្នកបដិបត្តិសមាធិអញ្ចឹងត្រូវការកម្រិតទាំងពីរកម្រិតជាតិនិងកម្រិតអន្តរជាតិប៉ុន្តែឃើញមជ្ឈមណ្ឌលវិបស្សនាធុរៈកម្ពុជាឃើញព្រះអង្គហ៊ុនខេមរាព្រះអង្គអាចប្រើប្រាស់ភាសាបានលើឆាកអន្តរជាតិអញ្ចឹងឃើញពន្លកប៉ុន្តែកាលណាគិតតែលោកគ្រូធំមិនត្រូវការមួយទេត្រូវការច្រើនអត់ទៅពីលោកគ្រូទៅអត់ទៅពីនេះទៅបាត់សូនទៀតអត់នេះទៅបដោះថែមទៀតកណាម្ចាស់អញ្ចឹងមានន័យថាវិបស្សនាធុរៈនឹងនិងកន្ធទរៈនឹងត្រូវជួយគ្នាបើអត់ជួយគ្នាទៅអត់រួចទេកណាម្ចាស់កណាអាចមានចំណេះដឹងខ្លះតែកណាគ្មានបុណ្យទេកណានិយាយប្រាប់ញោមងាយមកជួយកណាអត់ដូចគ្រូធំទេគ្រូធំនិយាយបានកណានិយាយអត់បានទេងាយទេចង់បានសាលាហ្នឹងចង់ងាប់ហើយរំបានមិនដាច់ធំផងជួយផងអីផងរំបានកណាអត់បុណ្យវាមិនសូវមានបុណ្យពីពុកពេមកណាអញ្ចឹងតែជួយគ្នាណាបើចង់ឲ្យមាននិមិត្តរូបមួយដែលច្បាស់លាស់នៅលើឆាកអន្តរជាតិដល់វិស័យពុទ្ធកសិក្សាកន្ធទរៈនិងវិបស្សនាធុរៈនឹងជួយគ្នាកណាបើជួយគ្នាទេអាហ្នឹងគឺពិបាកយោងគ្នាដូចសត្វដែលមានស្លាបតែមួយអញ្ចឹងលោកម្ចាស់កណាសម្រាប់ចិត្តដាក់រូបនេះមិនធម្មតាទេកណាម្ចាស់អ្នកណាដែលក្រោយព្រះអង្គធំ
ហ្នឹងមិនធម្មតាទេណាញោមក្រោយនោះអត់បានទេណាគាត់តែក្អកអាចហើយសេនុរីកណាគ្រាន់តែមិនតាន់ក្អកទៅប៉ុណ្ណឹងទេមិនគណៈអ្នកក្អកទេណាញោមក៏អ្នកក្អកទេហ្នឹងហើយសិតតើសិទ្ធិនេះសិតតើអ្នកមានឥទ្ធិពលក្នុងសង្គមហើយគណៈម្ចាស់ហើយលោកបានខ្លាយទៅជាកូនសិស្សបងធំហើយណាសង្ឃឹមថាចំហាយហ្នឹងបានធ្លាយមកដល់មុខវាងឯខ្លះហ្នឹងចឹងបាសនាធុរៈនេះសំខាន់ណាស់ឥឡូវគេចាប់ផ្ដើមស្គាល់ហើយទៀតមិត្តភ័ក្តិបរទេសខ្ញុំកណាសួរថានេះឮថានៅខ្មែរមានមជ្ឈមណ្ឌលបាសនាមួយធំកណាថាមានណាឃើញចាប់ផ្ដើមល្បីចាប់ផ្ដើមពីស្គាល់ហើយទៀតព្រោះឥឡូវយើងធ្វើអីក៏គេដឹងដែរកណាម្ចាស់ហើយទូលប្រកេនចុងក្រោយថានេះជាអង្គការអន្តរជាតិពុទ្ធសាសនាទាំង7លើពិភពលោកធំអង្គការទាំងអស់នេះគឺត្រូវការរូបយើងទាំងអស់ក្នុងការតំណាងមួយចូលទៅក្នុងនឹងប៉ុន្តែកណាននៅទទួលប្រកេនបញ្ជាក់ម្ដងហើយម្ដងទៀតថាអង្គការទាំងអស់នេះសុទ្ធតែភាគច្រើនគឺជាអ្នកសង្កេតការណ៍នៅលើឆាកនៅអង្គការសហប្រជាជាតិមានន័យថាពេលប្រជុំអង្គការសហជាតិម្ដងគឺមានតំណាងរបស់អង្គការចូលទៅប្រចាំការនៅអង្គការសហប្រជាជាតិយើងប្រកូនណាយើងចូលធ្វើការមួយប្រសក់ទៀតយើងចូលទៅ UN ណាអញ្ចឹងដើម្បីនឹងអាចคล้ายទៅជានិមិត្តរូបខ្មែរតំណាងនេះនៅក្នុងអង្គការនីមួយនេះគឺត្រូវមានសមត្ថភាពច្បាស់លាស់កណាដូចទៅប្រជុំ UN ហ្នឹងទៀតមិនមែនដូចយើងប្រជុំអនុសង្ឃវចរៈអីណាប្រគុណណាជាង 3000 លានអ្នកដែលជាសាវករបស់អ្នកអង្គុយប្រមាណអ្នកនៅក្នុង UN ហ្នឹងទៀតចឹងមកកណាថាចម្លើយមកវិញមានតែពីរទេទី1គឺវិស័យពុទ្ធកសិក្សាហើយមានសាលាមួយបណ្ដុះធម្មទូតបានទី2វិបស្សនាធុរៈបើសិនជាកម្រិតនៃការផ្សព្វផ្សាយនៅបានដល់កម្រិតជាតិហើយត្រូវបង្វឹកឲ្យទៅជាកម្រិតអន្តរជាតិទៀតប្រសងខ្មែរយើងទៅតែចេញទៅក្រៅប្រទេសដើម្បីនឹងបង្រៀនធម៌ដល់ពិភពលោកគិតអញ្ចឹងទេបានអានោះបានអាចនាំយកគេឈ្មោះកិត្តិយសសេចក្តីថ្លៃថ្នូរនិងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជាជាចុងក្រោយខ្ញុំប្រកាសណាសូមបទរាយការណ៍ទូលប្រកេនប៉ុណ្ណឹងណានេះជាអ្វីដែលយើងត្រូវធ្វើហើយសំណួរសួរវិញថាចុះបើយើងបានคลายទៅតំណាងអីសមរម្យលើឆាកអន្តរជាតិបានប្រយោជន៍អ្វីមកវិញបានប្រយោជន៍ធំណាស់ទៀតគេឈ្មោះកិត្តិយសសេចក្តីថ្លៃថ្នូរការទទួលស្គាល់អំពីសារៈសំខាន់នៃវត្តមានរបស់ព្រះសង្ឃខ្មែរលើឆាកអន្តរជាតិឆ្នាំ1999កណាទៅប្រទេសស្រីលង្កាជួបប្រដេកប្រគុណសម្ដេចព្រះសង្ឃនាយកមេឌាបញ្ញាសីហៈទៅថ្វាយគុំលោកសួរថាព្រះអង្គស្គាល់សម្ដេចជោតញ្ញៀនណោទេកណាថាទូមគុំស្គាល់ជាសម្ដេចព្រះសង្ឃរាជលោកសោយទីមង្គតហើយបានសម្ដេចអង្គហ្នឹងលោកលើកដៃចេះហើយលោកប្រើពាក្យថាជាអ្នកប្រាជ្ញដែលមានចំណេះដឹងមិនចេះរីងស្ងួតមិនធម្មតាទេណាសម្ដេចព្រះសង្ឃរាជនេះអ្នកប្រាជ្ញស្រីលង្កាទៅសល់នេះគេនេះកិត្តិយសហើយគេឲ្យតម្លៃយើងអញ្ចឹងទូលប្រកេនថានេះជាសារៈសំខាន់ប៉ុណ្ណឹងខ្ញុំកណាសូមអរព្រះគុណហើយជាចុងក្រោយសូមទូលប្រកេនព្រះមេគុណ25រីតនីថាបច្ច័យដែលបានប្រកេនកាលដែលបនផ្កាប្រាក់2ឆ្នាំមុនណាឥឡូវបានហើយនឹងមកគៀនហ្នឹងបច្ច័យអស់ជាពាក់គេ 100000 ទៀតតែញោមគាត់ចេញហើយមិនរីទៀតទេណាហ្នឹងគឺបច្ច័យដែលប្រកេន 10000 20000 1000 2000លោកបានហើយកណាបានធ្វើហើយញោមបានធ្វើហើយអរប្រគុណណាស់នៅទឹកប្រទេសដែលបានជួយកសាងអាគារនេះប៉ុន្តែជាអកុសលញោមប្រុសអាយដាមជីចន្ទោលោកបានស្លាប់បានលាលោកនេះទៅហើយមុនអាគារនេះសម្ពោធកណាម្ចាស់ចឹងខ្ញុំបកណាសូមថ្លែងអំណរអគុណចំពោះប្រកាសណាគ្រប់ព្រះអង្គជាពិសេសសូមថ្វាយពពរសម្ដេចព្រះមហាសមេធិបតីចក្រម្ចាស់ដែលព្រះអង្គដែលសម្ដេចតែងតែជួយ
ដល់ជាមលុបដល់ក្នុងការកសាងសកលឆ្លើយសនុរាជណាជាចុងក្រោយខ្ញុំកណាដោយញោមប្រុសអាដាមជាចន្ទោមុនស្លាប់ផែ10ថ្ងៃគាត់បានផ្ដាំនឹងញោមទាវថាអត់ពីគាត់ទៅឲ្យញោមស្រីធ្វើអាគារនេះឲ្យហើយដើម្បីនឹងទុកដាក់ឲ្យប្រសង់រៀននេះជាបណ្ដាំមួយដែលអស្ចារ្យសម្រាប់អ្នកកាន់ពុទ្ធសាសនាសំបីចិត្តស្លាប់ហើយក៏នៅតែនឹកអាគារនេះដែរចឹងខ្ញុំកណាសូមអនុញ្ញាតសម្ដេចជាម្ចាស់នឹងមន្ត្រីសង្ឃគ្រប់អង្គដើម្បីនឹងឧទ្ទិសកុសលជូនញោមបន្តិចដើម្បីនឹងជាការដឹងគុណការតបរបស់ញោមឯកឧត្តមកណាសូមប្រគុណណាទាំងអស់បាំងស្គលជូនញោមបន្តិចណាអនិច្ចាវតសង្ខារាឧបាទវយធម្មិណោឧបាយចេត្វាតេតេសង្ឃុបសម្មាសុខោសព្ពិតិយោវិវាចន្តុសាបរោគោភវៈធ្វន្តរាយាសុខៃតិគាយុកោភវៈអភិវាតនសីលេសនិច្ចំយិណោចតារោធម្មាវត្ថន្តិអាយុវណ្ណោសុខខាងពលៈសូមអរព្រះគុណសូមអរគុណទីគុណប្រគេនសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងជាតិព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសេនរាជដែលមានធរណីការបទបង្ហាញនៅក្នុងឱកាសពេលនេះជាបន្តទៅទៀតគឺដល់វគ្គសំណួរចម្លើយសម្រាប់ព្រះមន្ត្រីសង្ឃសាលាគុណរាជធានីខេត្តទាំងអស់ដែលបានស្ដាប់បទបង្ហាញរបស់សម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងជាតិរួចសូមមានជាសំណួរអីលើកឡើងសូមអរតនានិមន្តលើកប្រហ័សដើម្បីបានគណៈកម្មការយើងប្រគេនមីក្រូសម្រាប់ជាសំណួរចម្លើយកណាអញ្ចឹងសូមអរតនានិមន្តមានពេលរយៈ20នាទីកណាចាស់សូមអរតនានិមន្តកណាព្រះមេគុណខេត្តព្រះមន្ត្រីសង្ឃអង្គណាដែលមានជាសំណួរសូមលើកប្រហ័សកណាតកតទៅនឹងបទបង្ហាញប្រធានបទព្រះពុទ្ធសាសនាលើឆាកអន្តរជាតិកណាសូមអរតនានិមន្តកណាជាសញ្ញាមានអង្គណាសួតគុំសុំអនុញ្ញាតពីសម្ដេចសុំសួរសម្ដេចថានៅសាកលវិទ្យាល័យយើងមានរូបសម្រាប់វឹកវើធម្មទូតនឹងឲ្យនៅសម្ដេចឬក៏យើងទៅមុខទៀតបានយើងរៀបចំឬក៏យ៉ាងម៉េចសម្ដេចណាសូមឆ្លើយសំណួរសម្ដេចព្រះដំវង្សាសេនរីអត់មានទេណាកាន់តែគិតក្រាបទូលគិតថាយើងត្រូវតែធ្វើបានតែឥឡូវនេះអត់មានទេកណាអត់មានទេព្រោះអត់មានកណាអត់មានតែបើសិនជាដំណើរល្អទៀតកណាគិតថាត្រូវតែមានឃើញប្រសងក្មេងៗយើងចេះដឹងច្រើនកណាចាស់ហើយធម្មទូតនេះត្រូវធ្វើជាពីរភាសាជាខ្មែរនិងជាភាសាអង់គ្លេសឥឡូវនេះណាប្រតិប្រគុណមានមន្ត្រីសង្ឃក្មេងៗយើងនិយាយភាសាបាលីនៅលើឆាកអន្តរជាតិបានណាទេព្រះបណ្ឌិតសែមជុនលីថ្លែងជាបាលីហ្មងនៅក្រៅស្រុកគេស្គាល់សែមជុនលីបណ្ឌិតសែមជុនលីច្រើនជាងក្នុងស្រុកយើងមានទេមានប្រឡូកទេវាពេចមកហើយតើអត់រក្សាប្រឡូកនឹងបាត់ទៅអានឹងស្ដាយកណាអត់មានទេសម្ដេចព្រះដំវង្សាកណាប៉ុន្តែនឹងព្យាយាមកណានឹងប្រឹងឲ្យទៅសម្ដេចធំលោកឲ្យពួរមកនឹងទៅមុខរួចហើយមានសំណួរទេអាចមកសំណួរពីរទៀតហើយនឹងប៉ុណ្ណឹងណាសម្ដេចមុនទេផលសូមថ្វាយពព
ដោយបច្ចុប្បន្នភាពនេះខាងវិបស្សនាធុរៈជាក្នុងប្រទេសនេះអាចបានខ្លះយ៉ាងណាប៉ុន្តែបទពិសោធន៍អន្តរជាតិមួយឆ្នាំទៅឆ្នាំនេះឆ្នាំមុនហ្នឹងក៏បាន12ប្រទេសដើម្បីមកសិក្សានៅប្រទេសយើងប៉ុន្តែក្រំសំណុំពរថាសម្ដេចគ្រប់ព្រះអង្គសម្ដេចវាគ្មិនមេត្តាជំរុញនៅធម្មទូតទាំងការទូតអន្តរជាតិប្រផ្នែកវិបស្សនាធុរៈនេះយើងបានមួយអង្គដល់តែគេមកច្រើនប្រទេសយើងពិបាកក្នុងការបញ្ជូនគ្រូធម្មយាចារ្យដើម្បីចូលទៅប្រទេសគេចឹងទេឥឡូវនេះគេមកមើលប្រទេសយើងបានច្រើនហើយក៏គេឲ្យតម្លៃរបៀបបប្រតិបត្តិអន្តរជាតិគេក៏ដូចយើងក៏ដូចគេប៉ុន្តែក៏នៅខ្សោយបន្តិចគឺភាសាតែអញ្ចឹងបើយើងចាប់ផ្ដើមពីឥឡូវនេះនៅធម្មទូតបំពេញទាំងកន្តរៈបាសនាទុរៈលើភាសានេះឲ្យតន់ពេលវេលាយើងអាចប្រកួតប្រជែងទាំងកន្តរៈវិបស្សនាទុរៈដើម្បីផ្សព្វផ្សាយដល់ប្រពៃណីវប្បធម៌ពុទ្ធសាសនាខ្មែរយើងនេះឲ្យគេដឹងកាន់តែជាក់ច្បាស់សូមសម្ដេចគ្រប់ព្រះអង្គថ្វាយវាគ្មិនដើម្បីសង្កត់ហើយដើម្បីលើកថាតើយើងអាចមានសមត្ថភាពក្នុងការបំពន់សិក្សាឲ្យកាន់តែឆាប់នេះបានទេណាឆ្លើយសំណួរព្រះសាសនមុនីខ្ញុំកណាក្នុងចិត្តខ្ញុំកណាថាមកដល់ពេលនេះយើងមានធនធានប្រសង់អាចបណ្ដោះធម្មទូតបានតែទូលប្រគេននៅត្រង់យើងខ្វះថវិកាខ្វះលុយខ្វះបច្ច័យគឺបញ្ហាហ្នឹងកណាហើយឥឡូវនេះបើសិនជាចាប់ផ្ដើមកម្មវិធីបណ្ដោះតន់ពូជដែលត្រូវដោះនេះអាចតបានតែបើមកចំណន់នេះបើសិនជាបែកខ្ចែកគ្នាទៀតត្រូវកសាងយ៉ាងទាបបំផុត20ឆ្នាំទៅ30ឆ្នាំទៀតបានកណាអាចមើលឃើញហើយអាចរៀបធម្មទូតនេះបានប៉ុន្តែកណាមិនមានសមត្ថភាព 100% ទេតែកណាមានក្រុមការងារនិងមានមិត្តភ័ក្តិជាបរទេសដែលអាចជួយបណ្ដុះហើយបើយើងប្រឹងតែ5ឆ្នាំយើងអាចប្រសងយើងដែលនេះនឹងអាចធ្វើជាគ្រូបង្គោលបានមិនចាំបាច់ពឹងគេទៀតទេកណាម្ចាស់ហើយឆ្លៀតឱកាសហ្នឹងកណាសូមទូលប្រគេនថ្វាយដល់ចាស់ម្ចាស់ដែរប្រគល់ណាមប្រសងគ្រប់ព្រះអង្គមកដល់ពេលនេះកណាគិតថាជាពេលវេលាជាកន្លែងដែលត្រូវសម្រេចចិត្តមួយទាក់ទងវិស័យពុទ្ធកសិក្សានៅកម្ពុជាយើងអត់តន់នៅពេលនេះណាពុំតាន់មានសកលវិទ្យាល័យពុទ្ធសាសនាណាមួយដែលបង្រៀនព្រះពុទ្ធសាសនាសុទ្ធទេអត់មានទេយើងមានលាយគ្នាអញ្ចឹងយើងត្រូវការកណាតែងតែសម័យយើងមានពុទ្ធកសកលវិទ្យាល័យមួយដែលបង្រៀនតែសាសនាសុទ្ធហ្មងប្រសូតវិន័យអភិធម្មធម្មទូតស្អីតែសាសនាសុទ្ធតែម្ដងត្រូវយើងត្រូវការសកលវិទ្យាល័យដែលបង្រៀនមុខវិជ្ជាដទៃដើម្បីជាការចូលរួមក្នុងការជួយជាតិទន្ទឹមនឹងនោះយើងត្រូវមានសកលវិទ្យាល័យមួយគឺរៀនតែធម៌តែម្ដងបានបើអត់អញ្ចឹងទេយើងអត់ជ្រៅទេកណាយើងអត់ជ្រៅទេប្រសងយើងចប់បាក់ឌុបចេញពីបាក់ឌុបពុទ្ធសាសនាតែម្ដងលោកគ្រូថ្ងៃមុនខ្ញុំកណាទៅប្រទេសអ៊ីតាលីមានសកលវិទ្យាល័យមួយឈ្មោះថា Gregoriana កន្លែងបង្រៀនកណាចិត្តតែឆ្ងល់ថាទេចុះអ្នកកាន់សាសនាយេស៊ូនេះមិនបានលះបង់មកស៊ីអត់ស៊ីឃ្លានជាមួយនឹងយើងគេបង្រៀនមនុស្សមិនឲ្យអស់ចាមហ៎កណាទៅមើលសាលាគេបង្រៀនសាសនាសុទ្ធកណាថាអូនេះបានដល់មែនអញ្ចឹងយើងនៅតែមានប្រសងដែលលោកមានសទ្ធានិងលះបង់ដើម្បីសាសនាដែរអញ្ចឹងយើងត្រូវមាន
ឆ្លើយខ្លីមកវិញលោកគ្រូដល់ជួយគ្នាលោកគ្រូជួយគ្នាផងបកគោណាម្ចាស់គ្រប់ផងជួយបានយើងអាចបង្កើតសាលាធម្មទូតនេះបានបើអត់ទេតើអត់រួចទេកណាម្ចាស់ហើយបញ្ជាក់បន្ថែមមកវិញថាសម័យឥឡូវនេះបើអត់បច្ច័យទេប្រើមនុស្សអត់បានទេដល់តែមានបច្ច័យហើយបច្ច័យឲ្យច្រើនទៀតបានប្រើគេទៅបច្ច័យតិចប្រើមិនទៅទេអញ្ចឹងអ្វីគ្រប់យ៉ាងដែលត្រូវធ្វើគឺសុទ្ធតែត្រូវការមូលនិធិទាំងអស់ណាម្ចាស់កណាននឹងប្រឹងប៉ុន្តែបានកម្រិតណាមិនដឹងទេកណាននឹងប្រឹងហើយសូមលោកគ្រូជួយផងកណាទាំងអស់អង្គកណាម្ចាស់ណាអាចឆ្លើយមកសំណួរទៀតបានបើអត់ទេកណាសូមបញ្ចប់ប៉ុណ្្នឹងចុះណាម្ចាស់កណាសូមតិចប៉ុនអត់សំណួរនេះក៏កណាលើកយោបល់ថ្វាយអង្គមដាច់ជាម្ចាស់គ្រប់ព្រះអង្គតកតងទៅនឹងរឿងប្រព័ន្ធសាសនាសុទ្ធនេះយើងមិនឯកភាពប៉ុន្តែយើងបែរទៅមើលសម័យដើមរបស់យើងអាចថា60ឆ្នាំជាងមុនយើងមានប្រព័ន្ធមួយហៅថាប្រព័ន្ធដេញប្រយោគនឹងបានន័យថារៀនតែភាសាបាលីហើយនឹងធម្មៈពធសុទ្ធវិន័យរៀនបត្រៃបិដកអញ្ចឹងទៅសូត្រវិន័យវិធម្មហើយប្រព័ន្ធហ្នឹងគេដេញប្រយោគមានពីប្រយោគ1រហូតដល់ប្រយោគ9ខាងស្រុកថៃឥឡូវនេះគេយកប្រព័ន្ធហ្នឹងទៅដាក់នៅស្រុកគេមានដល់ថ្ងៃនេះពីប្រយោគ1ដល់ប្រយោគ9ហើយគេឲ្យឥឡូវនេះគេឲ្យសាក់មកមូលសញ្ញាបត្រប្រយោគ9ហ្នឹងស្មើបរិញ្ញាបត្រប៉ុន្តែក្រុមនឹងរៀនតែបាលីបិដកធម៌វិន័យទេបានន័យថាសាសនាសុទ្ធចឹងបើសិនជាយើងងាកមើលប្រវត្តិសាស្ត្រដើមនឹងយើងយករឿងនឹងមកវិញយកមកធ្វើនៅស្រុកយើងវិញបានន័យថារបស់យើងទេនឹងរបស់ខ្មែរទេយើងយកមករៀបចំឡើងវិញឲ្យទៅជាប្រព័ន្ធសិក្សាមិនមែនក្រៅប្រព័ន្ធទេគឺក្នុងប្រព័ន្ធរបស់រដ្ឋនឹងប៉ុន្តែហៅថាប្រព័ន្ធដេញប្រយោគនឹងអញ្ចឹងអ្នកដែលជ្រះថ្លាមានបតីចង់សិក្សារៀនសូត្រតាមប្រព័ន្ធដេញប្រយោគនឹងឲ្យចូលតាមប្រព័ន្ធនឹងទៅយើងបង្កើតជារៀងរាល់ឆ្នាំអញ្ចឹងទៅឲ្យមានគ្រូបង្រៀនទៅតាមប្រព័ន្ធរដ្ឋទួលប្រាក់និច្ចភ័តរបស់រដ្ឋប្រាក់ខែរបស់រដ្ឋអញ្ចឹងទៅអានឹងវាមាននិរន្តរភាពហើយអញ្ចឹងយើងយករឿងនឹងមកវិញមែនទៅប្រហែលប្រហែលជា3ឆ្នាំមុនក៏យើងមានចេញសង្ឃប្រកាសមួយនៅក្នុងចំណុចមួយដែរនៅក្នុងរឿងហ្នឹងលើករឿងហ្នឹងដែលយើងនិយាយអំពីប្រព័ន្ធដេញប្រយោគដែលយើងត្រូវយកមកធ្វើឡើងវិញប៉ុន្តែដល់ពេលនេះយើងមិនទាន់អនុវត្តបានទេដូចការបង្កើតក្រុមជំនុំបត្រៃវិដកឡើងវិញអញ្ចឹងដោយសារយើងផ្អែកលើមូលធនប្រសង់របស់យើងមានច្រើនផ្នែកបល័យសង្ក្រិតបច្ចុប្បន្នដែលយើងអាចប្រមូលទាំងក្នុងស្រុកក្រៅស្រុកបានច្រើនមិនខុសពី30 40ទៅ50អង្គអ្នកទេដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រែពីបល័យភាសាមកខេមរៈភាសាបានប៉ុន្តែគាត់ថាយើងមិនទាន់ធ្វើបានគឺការអនុវត្តជាក់ស្ដែងនឹងមិនទាន់ធ្វើបានទេអញ្ចឹងបើសិនតែយើងព្យាយាមជំរុញទាំងអស់គ្នារឿងហ្នឹងហើយជាអាចទៅរួចយើងអាចនឹងថែរក្សាមូលធនប្រសង់របស់យើងបានច្រើនហើយអាចឲ្យនៅជាសង្ឃហ្នឹងបានយូរឬក៏អាចរហូតអស់មួយជីវិតឬក៏ថាចាសកាបត់ក៏យើងនៅ
ធនធានហ្នឹងមកប្រើបានដដែលព្រោះជំនាន់ដើមយើងមើលទៅឃើញថាមានលាចាសិក្ខាបទអីចឹងដែរអ្នកប្រាជ្ញមួយចំនួនដូចព្រះអាចារ្យប៉ែនសុកអីចឹងទៅឈឹមសុំអីចឹងលោកសិលក្រុមជំនុំតែបិដកបានលាចាសិក្ខាបទចឹងតែក៏គេនៅឲ្យបំហើយខ្មែរយើងមែនទែនទៅចូលចិត្តដែរអូខេអ្នកដែលមានលទ្ធភាពចូលចិត្តក្នុងការជួយឧបត្ថម្ភឲ្យតែយើងចេះរៀបចំឲ្យស្រួលប្រហែលជាត្រឹមតែថវិកាលទ្ធភាពនៃការបកប្រែគណៈសូមអធិស្ឋានសម្ដេចចំចាស់សូមសង្ខេបខ្លីគណៈបងដល់ពេលវេលាគណៈសូមគុណច្រើនប៉ុណ្ណឹងចោះណាពេលបងគណៈសូមអរគុណសម្ដេចចំចាស់បើសិនជាយើងបានយកប្រព័ន្ធប្រយោគនឹងយកមកអនុវត្តបានគណៈគិតថាល្អជាចុងក្រោយសូមពិតរដីកាសូមទូលប្រគេនចុងក្រោយបញ្ចប់ទូលប្រគេនថាចេះថាដូចជាទូលប្រគេនព្រះសាសនមុនីដែលព្យាយាមលះបង់ក្នុងកិច្ចការវិបស្សនាធុរៈបកករណាគ្រប់ព្រះអង្គដូចជាសាលាពុទ្ធកសកលចល័យនេះកណាឥឡូវនោះវាមានដីលោដល់200ហិកតាជាងវាញោមប្រគេនញោមប្រគេននៅមុខអ៊ីអននោះ2ហិកតាកន្លះបលក់បានលៀនបានលក់គេមកឲ្យលក់ដេក្នុងចង់ទូលប្រគេនថាចេះថាទូនីតិសកលវិទ្យាកាបសេនុរាជក្តីទូនីតិនាយកពុទ្ធកសារាមរិទ្ធអីគឺជាកតបកិច្ចគណៈម្ចាស់អ្នកខ្លះថាព្រះអង្គធ្វើនាយកឲ្យធ្វើទៅគេឲ្យធ្វើឲ្យធ្វើទៅមែនទេជួយគ្នាបានបត់ជួយគ្នាតរួចទេសាលាធំណាស់ហើយកណាបានតាំងចិត្តត្រូវការភាសាអង់គ្លេសត្រូវការវប្បធម៌ពុទ្ធសាសនាលើអន្តរជាតិកណាអាចបដោះបាន